សូមគោរពវាគ្មិនទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពបាទសូមគោរពលោកគ្រូអ្នកគ្រូបងប្អូនសាសនាទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងជាទីរាប់អានបាទថ្ងៃនេះគឺជាថ្ងៃដែលដ៏ពិសេសពិសាដែលជាឋានគោបច្ចេកទេសខេត្តកំពង់ចាមប្រារព្ធកម្មវិធីជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ក្រមប្រធានបទធីវេនាងការងារនិងប្រាក់ចំណូលអញ្ចឹងនៅឆ្នាំនេះគឺជាឆ្នាំលើកទី9ហើយសម្រាប់ទីវាទូទាំងប្រទេសតែដោយឡែកនៅខេត្តកំពង់ចាមគឺធ្វើបាន5បាទអញ្ចឹងក្រមប្រធានបទផ្សេងគ្នាហើយថ្ងៃនេះយើងសុទ្ធតែមានវាគ្មិនមកពីអង្គភាពផ្សេងគ្នាចំនួន5រូបដើម្បីជជែកវែងញែកអំពីទាក់ទងនឹងធីវេហើយសង្ឃឹមថាបងប្អូននឹងមានវត្តមាននៅទីនេះនឹងមានសំណួរសួរនៅពេលចុងកម្មវិធីបាទហើយជាកិច្ចចាប់ផ្ដើមកម្មវិធីខ្ញុំសូមអញ្ជើញវាគ្មិនណាណមកពីឈ្មោះទូនីតិហើយនឹងចំណាប់ពីវាជាលើកទី9ឆ្នាំ2026នេះសូមគោរពជើញលោកមុនគេបានចឹងជាបឋមសូមគោរពទៅដល់លោកលោកស្រីជាមិនដែលមានវត្តមានថ្ងៃនេះបាទលោកគ្រូដឹកនាំបាទសិស្សានុសិស្សមកពីវិទ្យាល័យបាទជាទីគោរពរាប់អានចឹងខ្ញុំឈ្មោះហៅថនបាទជានាយកវិទ្យាឋានភូមិបច្ចេកទេសខេត្តកំពង់ចាមចឹងប្រធានបទឆ្នាំនេះគឺធីវេនផ្ដល់បាទជំនាញការងារនិងប្រាក់ចំណូលមើលបងប្អូនយល់ពាក្យថាទេស្អីគេធីវេនអញ្ចឹង T V ហ្នឹងគឺមកពីពាក្យថា T ខាងដើមគឺ technical បាទអក្សរ V ហៅ vocational អក្សរ E ហៅថា education ហើយអក្សរ T ខាងចុងហៅថា training ភាសាខ្មែរថាការអប់រំរបស់បណ្ដាបច្ចេកទេសនិងវិជ្ជាជីវៈភាសាអង់គ្លេស technical vocational education and training អញ្ចឹងទៅគេឲ្យតែលើកតែ T V គេដឹងតែកន្លែងហ្នឹងផ្ដល់បណ្ដាជំនាញវិជ្ជាជីវៈហើយដោយឡែកខ្មែរយើងអត់ដឹងទេណាធីវេនស្រួលអត់ដឹងស្រួលសួរមិនអត់ដឹងហ្មងមិនថាឲ្យរង្វាន់មកមានអ្នកណាឆ្លើយសោះបាទអញ្ចឹងបងប្អូនត្រូវដឹងវិស័យធីវេនដែលបណ្ដាប្រទេសដែលគេជឿនលឿនគឺចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិគឺខ្លាំងមែនតើហ្មងបាទក្រុមហ៊ុនមួយខ្លាំងគេរើបណ្ឌិតតែម្នាក់ពីរនាក់ឯងដើម្បីជួយគ្រប់គ្រងលើក្រៅពីនេះសិតតែ skill worker មានន័យសិតតែជាអ្នកជំនាញបច្ចេកទេសឯកទេសណាបាទប៉ុន្តែនៅក្នុងបរិបទពិភពលោកឲ្យតែលើកខាងជំនាញបច្ចេកទេសមិនសូវចង់រៀនទេចង់រៀនទេបាទមាន5 D ដែលគេអត់ចង់រៀនខ្លាចអីទី1រៀនទៅខ្លាចកខ្វក់ដើរធីព្រោះរៀនបច្ចេកទេសអត់អាចទៅមួយបាត់កយទៅរៀនបច្ចេកទេសបានទេអត់បានជួសជុលម៉ាស៊ីនត្រជាក់ណាបាទយើងត្រូវឡើងមិនត្រូវចោលទៅទីលំនិតអីហ្នឹងបាទចឹង D ទី1ដើរធីហ្នឹងបាទ D ទី2គឺអីគឺដាក់គេនេះគាត់ខ្លាចងឹតបើសិនគាត់ជាអគ្គិសនីគាត់ចូលទៅផ្ទះគេខ្លាចងឹតបាក់មើលបាក់អីហ៎បាទ D ទី3គឺអីគឺ dangerous មានន័យថាខ្លាចគ្រោះថ្នាក់ណាធ្វើជាងឡានទៅឲ្យសូវប្រយ័ត្នអីណាបាទចូលទៅអាចឡានធ្លាក់ពីលើឬក៏ដោះទឹកកង់ផ្លោងចេញនៅផ្ទុះខ្លាចគ្រោះថ្នាក់ហ៎បាទអញ្ចឹង D ទី3ហ្នឹងហ៎បាទមើលដាកបានដាក dirty dangerous បាទបាន3ហើយបាទមើល D 2ទៀតបង D 2ទៀតស្អីបាទ dance រំហ្នឹងមើល D 2ទៀតមិនមាន3ហើយដាក dirty dangerous បាទមើល D 2ទៀតមើលទៅណាដឹងស្រួលថាគ្រូខ្ញុំឆែក AI ទីសិនព្រោះឥឡូវសួរមកខ្ញុំដាក់ AI សួរឆ្លើយមើលមានអ្នកប្រើកម្មវិធី AI ហ៎មានទេបាទឥឡូវវាយសានទីទៀតមើលធ្វើ homework D ពីទៀតស្អីណាបាទទៅបាន D 3ទេ dangerous dark ហើយនឹង dirty
បាទអញ្ចឹងខ្ញុំទុកឌីពីនឹងសិនណាដើម្បីឲ្យវាខ្ញុំផ្សេងគាត់ឆ្លើយណាទុកហូបគាត់ឲ្យបងប្អូនឯងជួបគ្រូថ្ងៃក្រោយចាំឆ្លើយអូខេ បាទសូមគោរពអញ្ជើញបងខាង Good Hill បាទ បាទសូមគោរពលោកនាយកវិទ្យាស្ថានធីវ៉េបាទហើយនៅលោកគ្រូនិងអង្គវេទិកាទាំងមូលខ្ញុំបាទឈ្មោះម៉ៅរស្មីសុភ័ណ្ឌបាទជាប្រធានសាខាក្រុមហ៊ុនគោធាកម្ពុជាបាទក្រុមហ៊ុនគោធាកម្ពុជាយើងមានសាខា6សាខាទូទាំងប្រទេសបាទហើយយើងមានទីតាំងធំបាទយើងហៅថា headquarter នៅខាងភ្នំពេញបាទចឹងសម្រាប់សាខាខេត្តកំពង់ចាមគឺយើងគ្របដណ្ដប់ទៅដោយ8ខេត្តបាទមានកំពង់ចាមត្បូងឃ្មុំកញ្ចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីព្រៃវែងស្វាយរៀងបាទហើយសម្រាប់ខ្ញុំថ្ងៃនេះខ្ញុំចាប់អារម្មណ៍ទៅលើប្រធានបទទីវេបផ្ដល់ជំនាញនិងប្រាក់ចំណូលបាទផ្ដល់ជំនាញការងារនិងប្រាក់ចំណូលអញ្ចឹងយើងបានហៅថាការងារបច្ចុប្បន្នគឺមានច្រើនដូចខ្ញុំមកទីនេះគឺកំពុងតែស្វែងរកបុគ្គលិកបាទហើយព្យាយាមស្វែងរកតំបន់ណាដែលមានបុគ្គលិកឬក៏បេក្ខភាពបាទមនុស្សដែលមានសក្តានុពលមានចំណេះដឹងមានជំនាញពិតប្រាកដដើម្បីយកមកធ្វើការអញ្ចឹងធីវ៉េកំពុងតែបង្កើតកន្លែងមួយជួបជុំរវាងទីផ្សារការងារបាទឲ្យអ្នកដែលស្វែងរកការងារធ្វើហើយមកជួបជាមួយនឹងនយោជិកនយោជកបាទអញ្ចឹងយើងចង់ឲ្យវេទិកានេះមានជាបន្តបន្ទាប់បាទពីព្រោះកាលដែលខ្ញុំសម័យការខ្ញុំនៅសិក្សាខ្ញុំបានចូលកម្មវិធីតាំងពីព្រោះការងារចឹងដូចគ្នាបាទហើយគេបានបញ្យល់ពីរបៀបសរសេរ CV ទៀតណាហើយនៅពេលដែលយើងស្គាល់របៀបនៃការសរសេរ CV តម្រាំពេលដែលយើងរៀនចប់ថ្នាក់ទី12យើងហៅបាក់ឌុបអញ្ចឹងយើងមានគ្រឹះខ្លះៗទៀតណាហើយយើងកំណត់គោលដៅខ្លួនឯងទៅរៀនអីបាទហើយដោយលោកគ្រូគាត់មានប្រសាសន៍អញ្ចឹងទីវេតគឺកំពុងតែបដិបដាជំនាញជាច្រើនហើយបើតាមខ្ញុំដឹងគឺបាទជំនាញដូចជាជួសជុលជំនាញសរសេរកូដអីផ្សេងបាទអញ្ចឹងសម្រាប់អ្នកដែលចេះពិតប្រាកដគឺការងារកំពុងតែស្វែងរកដែរបាទហើយចំណូលបច្ចុប្បន្នគឺបើធៀបជាមួយនឹងបរទេសជនជាតិខ្មែរយើងក៏មានប្រាក់ចំណូលប្រហែលជាមួយបរទេសដែរបាទហើយមួយទៀតខ្ញុំសង្កេតឃើញថារដ្ឋាភិបាលគឺផ្ដល់ឱកាសឲ្យបងប្អូនដែលរៀនចប់ហើយអត់មានលទ្ធភាពបន្តនៅសាកលវិទ្យាល័យគឺយើងអាចទទួលបានការបណ្ដុះនៅទីវេតបាទថែមទាំងក្រៅពីបានជំនាញហើយនៅបានចំណូលបាទចំណូលតិចតួចទៀតដើម្បីចូលត្រង់ជីវភាពបាទអូខេហើយមួយទៀតចឹងប្រាក់ចំណូលគឺជាគោលយើងហៅថាគោលដៅគ្រប់គ្នាដែលចង់បានរៀនចេះរៀនមានជំនាញគ្រប់អាយុពេញមកប្រាក់ចំណូលចឹងមកពេលដែលបងប្អូនយើងបានមានប្រាក់ចំណូលហើយយើងគិតថាយើងអាចត្រង់ជីវភាពខ្លួនឯងបាទហើយយើងចូលរួមអភិវឌ្ឍសង្គមទាំងអស់គ្នាបាទអញ្ចឹងសម្រាប់ខ្ញុំពិតជាសប្បាយចិត្តដែលឃើញធីវេតបាទផ្ដល់ឱកាសឲ្យមានការជួបជុំបែបនេះហើយយើងចែករំលែកបទពិសោធន៍គ្នារវាងអ្នកដែលធ្លាប់ធ្វើការហើយបងប្អូនដែលកំពុងសិក្សាតើយើងគួរកំណត់គោលដៅបែបម៉េចណាបើអ្នកខ្លះគាត់មានលទ្ធភាពបាទមានដឹងភាសាអង់គ្លេសឬមួយក៏គាត់ជំនាញចេះរូបគីមីយើងគិតថារៀនចប់យើងអាចដាក់អាហារូបករណ៍ទៀតណាបាទអញ្ចឹងបើអត់មានឱកាសអីផ្សេងទៀតទេពីវេតរងចាំទទួលបាទអរគុណបាទសូមអរគុណបាទសូមគោលទួនាទីដល់ក្រុមហ៊ុនថាគូជាដំបូងខ្ញុំសូមជម្រាបសួរនិងសួស្តីដល់សិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅក្នុងទីនេះដោយសេចក្តីរាប់អានពេញបេះដូងស្ថិតនៅក្នុងថ្ងៃនេះខ្ញុំមកពីក្រុមហ៊ុន
កសិកម្មស្នួហៅកាត់ថាគ្រីអាហ្គោខ្ញុំបាទឈ្មោះជុនភិរុនជាបុគ្គលិកផ្នែកធនធានមនុស្សជាអ្នកផ្សព្វផ្សាយការងារឲ្យក្រុមហ៊ុនបច្ចុប្បន្នមានអាសយដ្ឋានស្ថិតនៅក្នុងភូមិស្រែថ្មីឃុំខ្សឹមស្រុកស្នួខេត្តកញ្ចេះហើយនៅក្នុងថ្ងៃនេះផងដែរខ្ញុំពិតជាមានមោទនភាពជាពន់ពេកដែលបានឡើងមកលើវេទិកាមួយនេះខ្ញុំអត់ដែលបានឡើងលើកទី1ហើយឡើងមករាំងភ័យអដែរបាទឡើងចង់ញ័រដៃតែចេះប្រឹងទប់ជើងផងដុកដៃផងហើយម្យ៉ាងវិញទៀតក្រុមហ៊ុនយើងខ្ញុំកំពុងតែខ្វះបុគ្គលិកជាច្រើនបាទហើយដូច្នេះហើយបានជាខាងក្រសួងក៏ដូចជាខាងមន្ទីរក៏បាននាំនៅសារជូនទៅដល់ក្រុមហ៊ុនដើម្បីឲ្យចុះដើម្បីជ្រើសរើសបុគ្គលិកដើម្បីទៅធ្វើការនៅទីនោះហើយម្យ៉ាងវិញទៀតប្រធានបទថ្ងៃនេះគឺពិតជាល្អមែនទែនបងប្អូនធ្លាប់បានរៀននៅសាលាស្រាប់ខ្ញុំក៏ធ្លាប់បានរៀននៅសាលាស្រាប់ក៏ប៉ុន្តែនៅថ្ងៃនេះគឺយើងបានឃើញប្រធានបទមួយថា TVET ផ្ដល់ជំនាញការងារនិងប្រាក់ចំណូលជាធម្មតាបើសិនបើយើងចេះអ្វីមួយគឺយើងច្បាស់ជាបាននឹងប្រាក់ចំណូលហើយដោយលោកតាក្រុមមួយគាត់ថាបើចង់ស្រាខ្លួនរៀនសូត្រឲ្យមួនឲ្យមាំឲ្យស្ទាត់បើចេះស្ទាក់ស្ទើរល្ងីល្ងើអត់បត់បើចេះប្រកាសប្រាក់រត់តាមហៅអញ្ចឹងបើសិនបើយើងមានជំនាញមានបច្ចេកវិទ្យាមានចំណេះដឹងច្បាស់លាស់នោះនឹងយើងនឹងបានប្រាក់ចំណូលអំពីក្រុមហ៊ុនអំពីស្ថាប័នណាមួយអញ្ចឹងអ្វីដែលខ្ញុំបានរៀបរាប់ប្រមាណប៉ុណ្ណេះសូមឲ្យវាគ្មិនជាអ្នកបន្តទៅចុះបាទសូមអរគុណបាទសូមអរគុណបាទសូមជ័យបន្តលោកស្រីវណ្ណវិនណែនាំខ្លួនក៏ដូចជាចំណាប់អារម្មណ៍នៃកម្មវិធីបាទហើយលើខាងនេះចាជំរាបសួរលោកនាយកជំរាបសួរវេទិកាទាំងមូលនិងលោកគ្រូអ្នកគ្រូព្រមទាំងសិស្សសាស្ត្រទាំងអស់ខ្ញុំឈ្មោះវណ្ណវិនក្រុមហ៊ុនវណ្ណវិន Energy Call Ltd នៅប្រចាំខេត្តកំពង់ចាមមានក្រសាំងកាតិចដែលក្រុមហ៊ុននេះដាក់នៅខាងកាតិចក៏ប៉ុន្តែមានយានដ្ឋានថែទាំរថយន្តToyota Luxus អញ្ចឹងឥឡូវតែប៉ុន្តែថ្ងៃនេះគេទទួលកក់ឡានថ្មីក៏ប៉ុន្តែនៅក្នុងថ្ងៃនេះកម្មវិធី TVET អញ្ចឹងនៅក្នុង TVET នេះអាចបងប្អូនកូនក្មួយទាំងអស់រៀនឲ្យមានជំនាញឲ្យចេះពិតប្រាកដ TVET ផ្ដល់ជំនាញនិងការងារនិងប្រាក់ចំណូលអញ្ចឹងនៅកន្លែងក្រុមហ៊ុនរបស់ខ្ញុំវណ្ណវិននេះមានទទួលខាងសិស្សចេញពីសាលា TVET នេះទៅធ្វើការរាល់ថ្ងៃមានខាងជំនាញធ្វើឡានហើយនឹងខាងអាអ្នកទទួលភ្ញៀវគេហៅអីចាក៏ប៉ុន្តែគ្រាន់តែចង់ផ្ដាំផ្ញើទៅកូនក្មួយទាំងអស់ថាយើងត្រូវតែមានជំនាញទី1ទី2ត្រូវតែមានភាពស្មោះត្រង់សិលធម៌សុជីវធម៌ត្រូវមានជាប់ជានិច្ចអញ្ចឹងនៅក្នុងការសិក្សានៅTVET ល្អកូនក្មួយអាចជ្រើសរើសយកជំនាញនៅក្នុង TVET នេះគឺត្រូវគ្រប់ជំនាញសំខាន់យើងមានភាពអត់ធ្មត់ម្នាក់ត្រូវតែចេះជំនាញមួយយ៉ាងពិតប្រាកដទើបប្រាក់រត់តាមហៅយើងអរគុណមកគុណលោកស្រីបាទជាបន្តសូមខាងក្រុមហ៊ុន Vivo បាទសូមជម្រាបជាដំបូងនេះខ្ញុំសូមគោរពទទួលលោកគ្រូនាយកសាលាក៏ដូចជាអ្នកគ្រូជាវាគ្មិនក៏ដូចជាលោកគ្រូអ្នកគ្រូដឹកនាំក៏ដូចជាអង្គវេទិកាទាំងមូលជាដំបូងមុននឹងណែនាំខ្លួននេះខ្ញុំសូមថ្លែងអំណរគុណខ្លាំងមែនទែនដែលថ្ងៃនេះបានផ្ដល់ឱកាសឲ្យនេះខ្ញុំឡើងមករៀនសូត្រចែករំលែកអាចនិយាយថាថ្ងៃនេះមករៀនសូត្រចែករំលែកមិនមែនមកបង្រៀនទេអញ្ចឹងបើសិនជាមានខុសឆ្គងអីសូមអធិស្ឋានទុកជាមុនចានេះខ្ញុំឈ្មោះថាញោសុធារាជាបុគ្គលិកនៅក្នុង
ក្រុមហ៊ុន Vivo ផ្នែករដ្ឋបាលឬក៏ដូចជាផ្នែកធនធានមនុស្សអញ្ចឹងសម្រាប់អំបញ្ញមិញលោកគ្រូអ្នកគ្រូបានចែករំលែកអំពីបទពិសោធន៍យើងអាចនិយាយបានថាលោកគ្រូអ្នកគ្រូយើងថាគាត់ជាថាជើងចាស់ហើយយើងសុទ្ធតែរៀនសូត្រពីបទពិសោធន៍បានប៉ុន្តែនាងខ្ញុំថ្ងៃនេះមកជាច្រើនស៊ីវ័យបហាក់បហែលអ្នកទាំងអស់គ្នាដើម្បីមកចែករំលែកដោយសារតែវ័យយើងបហាក់បហែលគ្នាអញ្ចឹងយើងគិតថាមានចំណុចមួយចំនួនការគិតមួយចំនួនគឺយើងអាចនឹងគិតដូចគ្នាច្រើនជាដំបូងខ្ញុំសូមនិយាយតាក់ទងជាមួយនឹងការផ្នែកគំនិតរបស់យើងបើសិនជាយើងចង់ឲ្យអនាគតរបស់យើងទៅខាងមុខការធ្វើការងាររបស់យើងកាន់តែល្អប្រសើរនេះខ្ញុំគិតថាគ្រប់ការងារគ្រប់មុខជំនាញទាំងអស់សុទ្ធតែល្អឲ្យតែជាការងារសុចរិតត្រឹមត្រូវហើយសង្គមទទួលស្គាល់ដូចអ្នកទាំងអស់គ្នាមើលប្រធានថ្ងៃនេះដែលមានចំណងធីវេនផ្ដល់ជំនាញការងារនិងប្រាក់ចំណូលធម្មតាពាក្យថាជំនាញបានន័យថាយើងចេះស្ទាត់ទៅលើអ្វីមួយហើយអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចេះស្ទាត់ទៅលើអ្វីមួយអ្នកទាំងអស់គ្នានឹងទទួលបានការងារដែលល្អនៅពេលដែលទទួលបានការងារដែលល្អប្រាក់ចំណូលនឹងបានដល់អ្នកទាំងអស់គ្នាដោយមិនបាច់ចាំយើងទៅខំប្រឹងធ្វើនេះបន្តិចធ្វើនោះបន្តិចទេអ្នកទាំងអស់គ្នាគង់មានអារម្មណ៍ថាពួកយើងត្រូវតែចេះឲ្យគ្រប់មុខប៉ុន្តែអីដែលសំខាន់គេថាចេះ10មិនស្មើប្រសពមួយអញ្ចឹងខ្ញុំសង្ឃឹមថាយើងក៏មានអារម្មណ៍ថាយើងប្រកែទៅលើអីតែមួយមុខយើងបោះបង់ចោលយើងត្រូវតែជឿជាក់លើខ្លួនឯងហើយធ្វើមិនឲ្យខ្លួនឯងប្រកែទៅលើអ្វីដែលយើងមានជំនាញស្រាប់ហើយតាមបទពិសោធន៍របស់នាងខ្ញុំដែលធ្លាប់ជាសិស្សដូចអ្នកទាំងអស់គ្នាហើយធ្លាប់ជាមកសភាបុគ្គលិកដែលថាធ្លាប់ឆ្លងកាត់ការសម្ភាសន៍ដោយខ្លួនឯងហើយធ្លាប់ឆ្លងកាត់ការសម្ភាសន៍អ្នកផ្សេងទៀតខ្ញុំគិតថាខ្ញុំមានយោបល់តែមួយទេគ្រប់ការងារទាំងអស់អត់មានការងារណាដែលអត់ល្អទេតែសំខាន់យើងទៅធ្វើការងារនឹងហើយយើងរៀនសូត្រពីការងារនឹងវិញគ្រប់ការងារទាំងអស់បរិញ្ញាមនុស្សហើយដើម្បីឲ្យធ្វើការងារនឹងបានល្អគឺយើងត្រូវតែចាប់ជំនាញខ្លួនឯងដូចគ្នាអញ្ចឹងខ្ញុំសង្ឃឹមថាបន្ទាប់ពីអ្នកទាំងអស់គ្នាបញ្ចប់ការសិក្សាបន្ទាប់ពីឆ្លងកាត់ការចូលរួមវេទិកាល្អដែលសាលាបានរៀបចំបែបនេះជាឱកាសមួយអាចចូលរួមស្វែងយល់អញ្ចឹងវាជាបានន័យថាជាឱកាសមួយដ៏ល្អសម្រាប់យើងទាំងអស់គ្នាចំពោះការរៀនសូត្រមិនថាកម្មវិធីបែបណាបើសិនជាអាចអ្នកទាំងអស់គ្នាគួរតែឆ្លៀតឱកាសចូលរួមឲ្យបានច្រើនដើម្បីឲ្យខ្លួនឯងរៀនសូត្របានកាន់តែច្រើនអត់មានអីល្អជាងការរៀនទេព្រោះការរៀនវានឹងធ្វើឲ្យយើងកាន់តែទទួលបានចំណេះដឹងថ្មីច្រើនអរគុណបាទសូមអរគុណសម្រាប់តំណាងក្រុមហ៊ុនទាំងអស់ដែលបានណែនាំខ្លួនក៏ដូចជាចំណាប់អារម្មណ៍ក្នុងកម្មវិធីនេះបាទផ្ដល់សំណួរជូនលោកនាយកតើវិទ្យាស្ថានពហុបច្ចេកទេសនៅកំពង់ចាមផ្ដល់ជំនាញនិងឱកាសការងារដោយបណ្ដេញខ្លះសម្រាប់សកាកម្មក្រោយពីបញ្ចប់ការសិក្សាហើយបាទសូមគោរពជឿបាទវិទ្យាស្ថានផ្ដល់ការបណ្ដុះបណ្ដាលជំនាញជាច្រើនបាទដូចជាជំនាញវិស្វកម្មអគ្គិសនីបាទវិស្វកម្មសំណង់ស៊ីវិលវិស្វកម្មព័ត៌មានវិទ្យាបាទថែទាំជួសជុលរថយន្តបាទជួសជុលម៉ាស៊ីនវិទ្យាសម្អាងកាយបាទឡាក់ចុះវាមានច្រើនអញ្ចឹងគឺរៀបរាប់ខ្លីៗបាទអញ្ចឹងទាំងអស់ហ្នឹងជំនាញទាំងអស់ហ្នឹងកាលណាបងអូនរៀនចប់យើងនឹងចុះកម្មសិក្សានៅតាមក្រុមហ៊ុនសហគ្រាសដែលជាដៃគូរបស់សាលាចឹងចប់ហើយសាលារកការងារឲ្យធ្វើទៀតនេះបាទសិតតែក្រុមហ៊ុនទាំងអស់ដែលត្រូវការតាំងពលកម្មនិយាយជាក់ស្ដែងទៅឥឡូវនេះគ្រប់គ្រងកម្លាំងពលកម្មឲ្យគេអត់គ្រាន់ទេបាទជាក់ស្ដែងនៅក្រុមហ៊ុនថាសហការជាមួយវិជាឋានបញ្ជូនទៅអត់ដែរគ្រប់ចំនួនទេបាទអញ្ចឹងការងារសម្បូរបែបមិនខ្វះទេបាទសូមអរគុណសម្រាប់ប្រសាសន៍ឆ្លើយតបរបស់លោកនាយកបាទចឹងជាបន្តទៅទៀតនេះសូមជួបអញ្ជើញខាងយោធាបាទខ្ញុំមានសំណួរសួរទៅកាន់បងតើក្រុមហ៊ុនរបស់បងបង្កើតឱកាសការងារអ្វីខ្លះដល់យុវជនក្រោយពីបញ្ចប់ការសិក្សាទៅបាទបាទចឹងសម្រាប់ក្រុមហ៊ុនគូធាគឺយើងមានលោកចែកចាយផលិតផលជាច្រើននៅលើទីផ្សារដែលយើងគិតថានៅលើទីផ្សារមាន market share ប្រហែលជា10ទៅ15% បាទជាផលិតផលផ្សេងៗលើបាទ
ផលិតផលប្រេង Castro បាទប្រេងរំអងប្រេងម៉ាស៊ីនប្រភេទប្រេងឡានប្រេងម៉ូតូហើយជាមានគ្រប់ប្រភេទបាទសម្រាប់តែគ្រឿងអេឡិចត្រូនិកបាទមានពូ LED សិន photo copy ហើយបច្ចុប្បន្នយើងតែអបុគ្គលិកនៃ Excel បាទអញ្ចឹងបានធ្វើ Excel បាទបើសិនជាបងប្អូនមានចំណេះដឹងមួយចំនួនពាក់ព័ន្ធជាមួយនឹងឬផ្នែកអ្នកនាំពេលម៉ាស៊ីនអញ្ចឹងយើងអាចយល់ពី technical បាទបច្ចេកទេសនៃម៉ាស៊ីនបាទព្រោះថាប្រេង530យើងប្រើជាមួយឡានប្រភេទណា10ខ្សែយើងប្រើជាមួយឡានប្រភេទណានេះកាន់តែល្អបាទអញ្ចឹងជំនាញនៅកន្លែងណាក៏ត្រូវដែរហើយសំខាន់គឺចេះច្បាស់លាស់បាទធ្វើការមានវិន័យហើយរក្សាភាពស្មោះត្រង់នេះគឺជាអ្វីដែលខាងក្រុមហ៊ុនយើងកំពុងតែស្វែងរកបាទហើយធម្មតានៅពេលដែលបងប្អូនមានឱកាសធ្វើការហើយយើងក៏ផ្ដល់ឱកាសពិវត្តខ្លួនដែរបាទទី1បើសិនជាបងប្អូនធ្វើជា sale ធម្មតាបើសិនជាយើងមានបទពិសោធន៍ចាប់ពី5ឆ្នាំទៅមិនអាចនៅជា sale ដដែលទេគឺត្រូវឡើងមក level ទៀតគឺ super បាទឬក៏យើងមានឱកាសបាទការផ្សេងៗទៀតនៅក្នុងក្រុមហ៊ុនដូចជាបាទអរគុណច្រើនបាទសូមអរគុណសម្រាប់ប្រសាសន៍ឆ្លើយតបបាទជាបន្តជំនួសដដែលមកជួយទៅខាងក្រុមហ៊ុនកសិកម្មបាទជំរាបបាទនឹងសារជាថ្មីមកទៀតចំពោះក្រុមហ៊ុនថាគ្រីអាកូខាងផ្នែកកសិកម្ម អញ្ចឹងក្រុមហ៊ុនថាគ្រីអាកូខ្ញុំនេះសប្តាហ៍ថ្ងៃកំពុងតែខ្វះខាតបុគ្គលិកជាច្រើនបាទទី1គឺផ្នែកខាងទឹកភ្លើងអញ្ចឹងខាងទឹកភ្លើងគឺខ្វះច្រើនហើយដូច្នេះហើយបានជាក្រុមហ៊ុនខ្ញុំមកផ្សព្វផ្សាយការងារដើម្បីជ្រើសរើសបុគ្គលិកធ្វើការផ្នែកទឹកភ្លើងបន្តមកទៀតគឺផ្នែកវិស្វករអញ្ចឹងផ្នែកវិស្វករបើសិនបើយើងនិយាយអំពីប្រាក់ខែអ្នកដែលបញ្ចប់ដំបូងទាំងបញ្ញាបត្រនិងបញ្ញាបត្ររងដំបូងក៏មានបទពិសោធន៍គឺបាន400អញ្ចឹងបន្ទាប់ពីរួចពីនឹងហើយបានគាត់មានថវិកាឡើងជាច្រើនទៀតបាទហើយអ្វីដែលជ្រើសរើសច្រើននោះគឺផ្នែកកម្មកររត់ផ្នែករោងចក្រចេកគឺជ្រើសរើសចំនួន 3000 នាក់អញ្ចឹងនៅក្នុងនោះមានតាំងពីផ្នែកវិចខ្ចប់ចេកផ្នែកចងចេកផ្នែកច្រកចេកជាច្រើនហើយមានផ្នែកខាងជួសជុលឡានខាងជួសជុលម៉ាស៊ីនត្រជាក់ដោយខាងលោកគ្រូវិទ្យាស្ថានគាត់បានបញ្ជូនទៅជាច្រើនអ្នកហើយអត្ថប្រយោជន៍នៃការទទួលបានអំពីក្រុមហ៊ុននេះទី1គឺកន្លែងស្នាក់នៅក្រុមហ៊ុននេះគឺមានកន្លែងស្នាក់នៅមានស្រាប់ហើយទី2គឺមានទី2គឺអាហារ3ពេលសម្រាប់ក្នុងការហូបចុកបាទហើយទី3គឺថ្លៃទឹកភ្លើងគឺយើងក្រុមហ៊ុនចេញឲ្យស្រាប់បាទហើយមួយទៀតគឺបានបសសសម្រាប់បងប្អូនដែលបានធ្វើការនៅទីនោះបាទអញ្ចឹងខ្ញុំមានប៉ុណ្ណេះសូមជូនដល់វាគ្មិនជាបន្តទៀតបាទសូមអរគុណបាទសម្រាប់ប្រសាសន៍ឆ្លើយតបនៅសំណួរបាទជាបន្តសូមអញ្ជើញលោកស្រីម៉ាណាវិនបាទខ្ញុំសូមអរគុណដល់វិទ្យាស្ថានហើយដូចជាលោកនាយកធ្លាប់បានជួយឲ្យសិស្សានុសិស្សឬក៏សកម្មកម្មនៅធីវេតនេះបានទៅធ្វើការផ្ទាល់នៅកន្លែងក្រុមហ៊ុននិងកន្លែងយានដ្ឋានថែទាំរថយន្តToyota នៅខេត្តកំពង់ចាមប៉ុន្តែមុននឹងយើងទៅលូត្រាតែយើងហ្នឹងរៀនឲ្យមានចំណេះជំនាញពិតប្រាកដពីសាលាហ្នឹងសិនមានអ្នកដែលទៅចេញពីសាលាហ្នឹងក៏មានដែរប៉ុន្តែគាត់មិនព្យាយាមមិនអត់ធ្មត់អាហ្នឹងក៏រៀនមិនបានប្រាក់ត្រឡប់មកផ្ទះវិញដែរព្រោះទៅរៀនកាលណាក្រុមហ៊ុន Toyota ហើយលុចស៊ីវាជាក្រុមហ៊ុន brand មួយលើពិភពលោកអញ្ចឹងយើងរៀនអីតើរៀនឲ្យវាចេះពីនេះទៅតែ75%ក៏គេទៅប្រពៃនោះបានដែរប៉ុន្តែលូត្រាតែទៅស្ដាប់ខាងក្រុមហ៊ុនដែរមិនមែនទៅហ្នឹងចេះតែ
ខ្ញុំចេះប៉ុន្តែធ្វើមិនបានទេព្រោះក្រុមហ៊ុនជប៉ុនគឺមិនមែនតែជប៉ុនទេខ្មែរយើងក៏យើងអាចសាងសង់អង្គរវត្តបានលុះត្រាតែយើងនឹងមានការតស៊ូអត់ធ្មត់បានណាមាំទាំ ចឹងយើងត្រូវតែរៀននឹងឲ្យមានជំនាញចំណេះពិតប្រាកដហើយត្រូវទៅបំពេញបន្ថែមនៅក្រុមហ៊ុនអញ្ចឹងកូនក្មួយទាំងអស់ត្រូវតែរៀនមានជំនាញនៅឲ្យច្បាស់ពី TVET មានការគួរសមកូនភាគច្រើនកូនខ្មែរយើងពេលដែលមានទៅធ្វើការមួយក្រុមហ៊ុនធំអញ្ចឹងតែក៏យើងភ្លេចអត្តសញ្ញាណយើងទៅដល់ភ្លេចជំរាបសួរគេចឹងហ្មងចាភ្លេចអស់សិលធម៌ភាពស្មោះត្រង់អត់សូវមានទេអញ្ចឹងនៅតន់នៅក្មេងនៅក្នុងសាលាហើយចេញកាលណាយើងរៀនចប់យើងមករៀននៅ TVET ក៏មានការអប់រំផ្នែកវិជ្ជាជីវៈនឹងថែមដែរអញ្ចឹងកូនក្មួយទាំងអស់គួរតែរៀនមានជំនាញឲ្យពិតប្រាកដមួយទៅឥឡូវនេះខ្ញុំធ្វើកន្លែងចិត្តហើយក្រុមហ៊ុនមួយទៀតនៅផ្លូវវាវងនេះចិត្តហើយហើយអាហ្នឹងប្រែនច្រើនឡានច្រើនប្រែននៅចូលនៅកន្លែងយានដ្ឋានហ្នឹងអញ្ចឹងខ្ញុំមានបើកជាខាងជាងម៉ាស៊ីនត្រជាក់ហើយនឹងខាងភ្លើងអគ្គិសនីបើសិនជាខាងវិទ្យាឋានមានកូនសិស្សរៀនចប់អាចឲ្យទៅខាងខ្ញុំនឹង5 6នាក់7នាក់ក៏បានដែរទាំងជាងឡានទាំងអ្នកដែលទទួលភ្ញៀវចារិសិបចាហើយនឹងផ្នែកជាងខាងភ្លើងហើយនឹងជាងម៉ាស៊ីនត្រជាក់ប្រហែលជាមួយខែអីទៀតខ្ញុំនឹងបើកកន្លែងហ្នឹងឲ្យសម្ពោធជាផ្លូវការអញ្ចឹងកូនក្មួយដែលរៀនមានចំណេះជំនាញដែលត្រូវចប់ពី TVET អាចចូលទៅកន្លែងហ្នឹងបានប្រាក់ខែគោលមាន150ប៉ុន្តែនៅក្នុងនេះគឺយើងមានបូកជាភាគរយថែមកាលណាយើងធ្វើការល្អក្រុមហ៊ុនគេមិនដែលទុកឲ្យយើងនៅតែដដែលទេអញ្ចឹងនៅកន្លែងហ្នឹងគឺមានបង់បសសជូនថែមទៀតហើយក៏មានខាងផ្នែកធានារ៉ាប់រងនៅលើការគ្រោះថ្នាក់ដោយបញ្ហាផ្សេងអីចឹងណាចឹងនៅខាងក្រុមហ៊ុនគឺអ្នកទទួលខុសត្រូវទាំងអស់ចឹងសូមឲ្យតែកូនក្មួយនិងសិស្សទាំងអស់រៀនទៅឲ្យមានជំនាញពិតប្រាកដមានសិលធម៌ជីវធម៌ហើយនឹងការចេះជំនាញឲ្យពិតប្រាកដមកនឹងបានប្រាក់ខែជានិច្ចកាលជារៀងរាល់ខែហ្មងចឹងអរគុណបាទសូមអរគុណបាទសូមទទួលទូនាទីដល់ក្រុមហ៊ុន Vivo ម្ដងបាទអរគុណលោកគ្រូម្ដងទៀតសម្រាប់សំណួរហើយក៏សម្រាប់ឱកាសការងារជាក់ស្ដែងនៅខាងក្រុមហ៊ុន Vivo របស់យើងបើសិនជានិយាយអំពីតម្រូវការបុគ្គលិកគឺតែងតែមានដោយសារតែបុគ្គលិកមួយចំនួនធំនៅពេលដែលគាត់ចាប់ផ្ដើមទទួលបានការងារធ្វើរយៈពេលយូរហើយសមត្ថភាពគាត់កាន់តែរីកចម្រើនឡើងគឺគាត់នឹងផ្លាស់ប្ដូរទៅកន្លែងមួយទៀតដែលល្អប្រសើរជាងមុននេះអញ្ចឹងបានន័យថាឱកាសការងារនៅក្រុមហ៊ុនរបស់យើងបើសិនជានិយាយជារួមសម្រាប់តម្រូវការគឺយើងមិនមានកំណត់ថាតើគាត់មានជំនាញវិជ្ជាជីវៈណាមួយច្បាស់គេហៅថាយើងកំណត់ថាគោលមុខវិជ្ជាជំនាញវិជ្ជាជីវៈគោលមួយទេប៉ុន្តែអ្វីដែលយើងត្រូវការនោះគឺបុគ្គលិកដែលគាត់អាចស្ម័គ្រចិត្តរៀនសូត្របានដោយសារនាងខ្ញុំគិតថាឆ្លងកាត់តាមរយៈការធ្វើក្នុងការងារនេះឆ្លងកាត់ការសម្ភាសន៍បុគ្គលិកมันមានច្រើនទេសម្រាប់អ្នកដែលគាត់មានជំនាញជាសាលប៉ុន្តែនៅពេលដែលគាត់ចូលធ្វើការជំនាញការងាររបស់គាត់គឺកាន់តែអភិវឌ្ឍឡើងអញ្ចឹងនៅក្នុងក្រុមហ៊ុនរបស់យើងចំពោះការរើសបុគ្គលិកគឺរើសបុគ្គលិកផ្នែកលក់ឬក៏សាលហ្នឹងនៅពេលដែលគាត់មានជំនាញណាមួយបើសិនជាគាត់មានជំនាញវិជ្ជាជីវៈណាមួយច្បាស់លាស់គ្រប់ការងារទាំងអស់គឺគាត់ប្រកាសជាត្រូវការប្រើវិជ្ជាជីវៈរបស់គាត់យកទៅធ្វើហើយអញ្ចឹងសម្រាប់ការចែករំលែកថ្ងៃនេះគ្រាន់តែចង់បញ្ជាក់ចំពោះអ្នកទាំងអស់គ្នាថាសម្រាប់សាលា TVET គឺជាសាលាបង្រៀននៅបច្ចេកទេសវិជ្ជាជីវៈជូនទៅដល់និស្សិតអញ្ចឹងក៏សូមជម្រាបថាទោះបីជាសាលាល្អប៉ុណ្ណាក៏ដោយក៏យើងទាំងអស់គ្នាជាសិស្សត្រូវតែខិតខំប្រឹងប្រែងដែរមិនមែនបានន័យថា
សាលាមានការងាររកការងារឲ្យធ្វើហើយសិស្សអត់ខិតខំប្រឹងប្រែងទេអញ្ចឹងចំពោះឱកាសការងារគឺមានសម្រាប់អ្នកទាំងអស់គ្នាជានិច្ចមិនថានៅកន្លែងណាទេតែអីដែលសំខាន់ផ្ដើមចេញពីអ្នកទាំងអស់គ្នាខិតខំប្រឹងប្រែងរៀនសូត្រហើយយកចំណេះដែលយើងមាននឹងដើម្បីធ្វើការបន្តអរគុណ បាទសូមអរគុណបាទបាទសម្រាប់សំណួរដែលសួរកន្លងផុតទៅនេះគឺតំណាងក្រុមហ៊ុនទាំងអស់សុទ្ធតែត្រូវការកម្លាំងពលកម្មជ្រើសរើសបុគ្គលិកទាំងអស់បាទអញ្ចឹងនេះសុទ្ធតែជាតម្រូវការទីផ្សារការងារដែលមានហើយក្រុមហ៊ុនខាងកសកម្មអីតាក់ទងមកវិជាឋានខាងវិជាឋានផ្ដល់ជូនកម្លាំងពលកម្មទៅក្រុមហ៊ុនមិនដែលគ្រប់ទេបាទអញ្ចឹងគឺយើងត្រូវការសិស្សសិក្ខាកាមដាក់ពាក្យរៀនបន្តទៀតបាទស្របនឹងចម្លើយរបស់តំណាងក្រុមហ៊ុននីមួយៗដែលមានតម្រូវការជ្រើសរើសខ្ញុំមានសំណួរទៅកាន់លោកនាយកវិទ្យាស្ថានតើក្រៅពីជំនាញរឹងដែលវិទ្យាស្ថានបានបណ្ដុះបណ្ដាលតើវិទ្យាស្ថានមានចំណុចពិសេសអ្វីផ្សេងទៀតដើម្បីឲ្យសិស្សដែលចេញពីវិទ្យាស្ថានទៅឆ្លើយតបទៅនឹងអិរិយាបថដែលក្រុមហ៊ុនពេញចិត្តបាទសូមគោរពអញ្ជើញលោកនាយកបាទ ចំពោះសំណួរនេះបាទខ្ញុំចង់លើកជាសំណួរដើម្បីបងប្អូនគិតថាតើមករៀននៅ TVET វាបានប្រយោជន៍ស្អីបាទមើលបងប្អូនអាចឆ្លើយបានមករៀននៅវិទ្យាឋានហ្នឹងជាគ្រឹះស្ថាន TVET មួយចឹងមកពេលបងប្អូនរៀន TVET បានស្អីភាគច្រើនយើងសួរគ្រប់តែគ្នារៀនបានស្អីហ៎បាទអូបើរៀន IT ចប់ទៅបានស្អីចប់ទៅបានតែតក IT ហ៎តែបើសិនជាបងប្អូនមកព្រឹកគឺសាលាបានផ្ដល់ free នៅបាទកាហ្វេមួយកែវព្រឹកណាហើយនឹងខាង make up អត់គិតលុយទេព្រឹកមិនហ៎ប៉ុន្តែដោយសារបងប្អូនមករសៀលនេះគឺ free តែទឹកសុទ្ធឲ្យទេណាបាទអញ្ចឹងគ្រូសង្ខេបខ្លីសួរថាតើរៀននៅ TVET មានប្រយោជន៍ស្អីប្រយោជន៍ទី1គឺអនាគតការងារមិនពេលបងប្អូនយើងចប់នេះក្រុមហ៊ុនទាំងអស់កំពុង welcome បាទកំពុងញឹមណៅឲ្យតែចេះជំនាញច្បាស់ចេញពី TVET ណាគាត់ទទួលស្វាគមន៍អូខេនឹងឱកាសការងារអូខេបាទអញ្ចឹងកាលណាយើងមានការងារទៅមានអីមានប្រាក់ចំណូលអញ្ចឹងយើងមានចំណេះជំនាញហើយមានការងារហើយមានប្រាក់ចំណូលអញ្ចឹងកាលណាមានប្រាក់ចំណូលជួយឲ្យយើងមកជីវភាពរបស់យើងប្រសើរឡើងហើយបើសិនយើងមានគ្រួសារឲ្យគ្រួសារយើងកាន់តែមានសុភមង្គលណាដំបូងទៅណាអីផឹកតែបាទទឹកទៅទេពេលឥឡូវអត់ទេចូលអីណាកាហ្វេ brand ណាតាដោយសារអីយើងមានចំណូលហ្នឹងទី1ប្រយោជន៍ទី1ប្រយោជន៍ទី2គឺអីជីវភាពរស់នៅអញ្ចឹងកាលណាយើងមានការងារមានប្រាក់ចំណូលទៀងទាត់ធ្វើឲ្យចំណូលរបស់យើងហ្នឹងក៏ទៀងទាត់ដែរហើយបើសិនគ្រួសារយើងមានចំណូលទាំងអស់គ្នាអញ្ចឹងចំណូលហ្នឹងក៏កាន់តែកើនឡើងបាទពីមុនអត់ហ៊ានហូបទេតរ៉េនណោះខែតរ៉េនម៉ែទិញតែជែកឲ្យស៊ីបានហើយសារអីប្រាក់ចំណូលទិញពេលឥឡូវមករៀន TVET ហើយមានប្រាក់ចំណូលអូហូបតរ៉េនដូចគេគ្រួសារគេដែរទេបាទនឹងជីវភាពរស់នៅទី3បង្កើនផលិតភាពមិនកាលណាបងអូនមករៀននៅ TVET ហ្នឹងគេប្រាប់ពីរបៀបរបបចំណេះជំនាញអីច្បាស់អញ្ចឹងធ្វើការបានត្រឹមត្រូវលឿនជាងមុនទៀតឧទាហរណ៍ពីមុនយើងធ្វើបានតែ3ឯងចឹងធ្វើការឲ្យក្រុមហ៊ុនគេបាន5បាន6គឺបានកើនឡើងដោយសារយើងមានចំណេះជំនាញបាទទី4ប្រយោជន៍ទី4គេហៅថាគុណភាពការងារនឹងមិនកាលណាមករៀនវិទ្យាឋានចេះជំនាញ3ដែលពិតប្រាកដជំនាញទី1គេហៅថាជំនាញរឹងបងប្អូនដឹងទេបងប្អូនជំនាញរឹងជំនាញដាំថ្មអត់ទេជំនាញរឹងសំដៅទៅលើជំនាញបច្ចេកទេសឯកទេសដែលយើងរៀនហ្នឹងណាបើយើងខាងសេរីហ្នឹងជំនាញរឹងយើងបើខាងសំអាងហ្នឹងហើយជំនាញរឹងយើងឲ្យតែឯកទេសបច្ចេកទេសដែលយើងរៀនហ្នឹងគេហៅថាជំនាញរឹងណាតែទៅនឹងសាលាព្រាមមួយទៀតគឺជំនាញទុនស្គាល់ទុនទេបងស្អីគេជំនាញទុនជំនាញធ្វើនំប៉ាវច្បាច់ម្សៅនំប៉ាវទៅទុនបាទអត់ទេណាជំនាញទុននេះគឺសំដៅទៅលើអាកប្បកិរិយានិងអិរិយាបថដែលទីផ្សារត្រូវការតាំងពីអីតាំងពីការគោរពគ្នាទៅវិញទៅមកជំរាបសួរការញញឹមដាក់គ្នាមើលមកហ្នឹងបានញញឹមនៅទាំងអស់គ្នាបាននៅញញឹមមកហើយណាអានេះគឺជំនាញទុនណាបាទស្មោះត្រង់គោរពពេលវេលាណាការចេះដោះស្រាយបញ្ហាការចេះធ្វើការងារក្រុម
ណានឹងឲ្យសិតតែជំនាញទុនណាការចេះឲ្យតម្លៃខ្លួនឯងណាបាទឲ្យតម្លៃខ្លួនឯងមិនខ្មែរយើងច្រើនទៅទៅចូលរួមកម្មវិធីហ្នឹងបើសិនជាអត់រយៈអីគ្រប់គ្រាន់នេះថាអូបែបចូលគេមិនចុះទេអាហ្នឹងមានន័យថាយើងអត់ឲ្យតម្លៃខ្លួនឯងអត់លើកតម្លៃខ្លួនឯងទេណាបាទបងប្អូនចំណាងហើយបែបអត់ហ្នឹងប្រហែលជាអត់មានទៅអាយទៅជុះទេមើលទៅបាទជំនាន់លោកគ្រូនៅរៀនជំនាន់9ជាងសិតតែក្អាយទៅជុះលើកលែងទៅគ្រឿងក្នុងឯងអត់អាយទៅជុះខោវែងក៏ទៅជុះអាយសក៏ទៅជុះដែរហ៎បាទពេលសម័យនេះអត់ទេឃើញបងប្អូនក្អាយល្អអត់ទៅជុះទេណាបាទអញ្ចឹងបន្ទាប់ពីជំនាញទុនមកសាលាព្រៀនបងអូនឯងមួយទៀតគឺជំនាញបៃតងធ្លាប់លឺបងប្អូនជំនាញបៃតងស្អីគេជំនាញធ្វើលោតស្គាល់លោតទេលោតឆាលោតអីហ្នឹងមែនទេណាជំនាញបៃតងនេះសំដៅថាពេលដែលបងអូនចេះជំនាញហ្នឹងទី1បងអូនប្រើប្រាស់ធម៌ពលសំចៃស្គាល់ធម៌ពលទេបងប្អូនស្អីគេធម៌ពលប្រើភ្លើងកណាបងប្រើភ្លើងចេះសំចៃអញ្ចឹងបើសិនជាបងអូនទៅធ្វើការកន្លែងគេចេះប្រើសំចៃអគ្គិសនីភ្លើងហ្នឹងក្រុមហ៊ុនរបស់គេអត់សូវចំណាយដើមទុនច្រើនទៅលើភ្លើងទេសំចៃមិននៅពេលដែលយើងចេញយើងត្រូវបិទដង្ហាលបិទភ្លើងបិទសិនតិចប្រយ័ត្នធ្វើការឲ្យគេមិនមែនរបស់ខ្ញុំផងមិនមែនរបស់ម្ដាយខ្ញុំផងរបស់ក្រុមហ៊ុនចេញទៅផ្ទះបើកភ្លើងចោលដង្ហាលចោលសិនតិចចោលហ្នឹងតែយើងអត់ចេះគ្រឿង skill ទេទី1ប្រើខាងធម្មពលសំចៃទី2ធ្វើបងអូនឯងចេះរៀបចំខ្លួនឯងឲ្យស៊ីទៅនឹងជំនាញឧទាហរណ៍ថាបងអូនឯងខាង sale ស្គាល់ខាង sale បងប្អូនស្អីគេ sale បាទខាងផ្នែកលក់មានតែបើសិនយើងផ្នែកលក់យើងស្លៀកពាក់មិនឲ្យសមទៅនឹងជំនាញផ្នែកលក់យើងណាតើស្លៀកខោខ្លីបានទេខាង sale បានអត់បានទេអត់សមទេខាង sale ស្លៀកខោខ្លីគាត់ទៅដល់ឃើញគេថាអូបែបពួកអត់ទៅដុំពួកអីមិនដឹងទេអញ្ចឹងរៀបចំឲ្យសមបើសិនយើងខាងអីខាងភ្លើងខាងជាងភ្លើងតើយើងដាក់ក្រវ៉ាត់កោតលុយដាក់អាវខោសេបានទេអត់បានទេស្រុកគេតាជំនាញរៀបចំខ្លួនអត់ត្រូវជំនាញស្រុកគេឲ្យឈួតហើយណាប៉ុន្តែខ្មែរយើងចូលចិត្តណាអ្វីដែលផ្ទុយពីគេគឺតាក់ទាញណាសូម្បីតែអ្នកលក់លៀសលក់ម៉ាំតែងឲ្យតែប្លែកអូយើងជួយគ្រប់គ្រងការពិតស្រុកគេថាឈួតសុំបាទបើស្អីរៀនអត់ត្រូវរៀនជំនាញហ្នឹងចេះជំនាញហ្នឹងអត់តែងខ្លួនទេឲ្យស៊ីជំនាញទេបងប្អូនឃើញកម្មករជំនាញគេបាទគេរៀបដូចកំងហ្មងសូម្បីតែរៀនសាលាទៅក៏ដោយអនុវត្តក៏ឲ្យបាទពាក់អីឲ្យស៊ីគ្នាទៅនឹងជំនាញយើងហ្នឹងណាបាទទី3ជំនាញបៃតងធ្វើឲ្យបងអូនឯងចេះវិភាគមិនកាលណាបងអូនបើកមុខរបរហ្នឹងតាមមុខរបរហ្នឹងវាផលប៉ះពាល់បរិស្ថានអត់បាទឧទាហរណ៍មិនយើងខាងសាឡនអញ្ចឹងយើងកាត់សក់របស់របរដែលប្រើប្រាស់ហើយតើយើងទុកដាក់បានត្រឹមត្រូវអត់បើទុកដាក់អត់ត្រឹមត្រូវទេវាទៅលើដីវាខូចដីខូចស្អីវាហុយប៉ះពាល់ដល់សុខភាពអ្នកជិតខាងហ៎បាទបើសិនជាយើងខាងម៉ាស៊ីនត្រជាក់ក្រាទុកដាក់អូស្មန်ហ្គាសហ្នឹងចេញពីទូតកម៉ាស៊ីនត្រជាក់អត់បានត្រឹមត្រូវទេវាសាយភាយឲ្យនោះសឹកស្ទប់អូโซនស្គាល់សឹកអត់ស្ទប់អូโซនទេបងប្អូននៅក្នុងទូតកស្ទប់អូโซននៅណាបាទគឺលើមេឃដែលយើងឃើញមេឃសាឡាទៅឃើញដូចស្កាត្រីហ្នឹងអាស្ទប់អូโซនហើយបើសិនបងអូនធ្លាប់ជិះយន្តហោះស្រួលបើកមើលតែនេះចកយន្តហោះហ្នឹងទៅឃើញបាទអញ្ចឹងទៅដល់លើប្រពកនោះគឺត្រជាក់ធ្លាប់ជិះយន្តហោះហ៎អូបើអត់ចុះ8យានឱកាសយើងមានច្រើនណាបាទអញ្ចឹងសរុបមកវិញអត្ថប្រយោជន៍មាន4នឹងមករៀនទៀតណាទី1អនាគតការងារទី2ជីវភាពរស់នៅទី3បង្កើនផលិតភាពទី4គុណភាពការងារណាបាទអញ្ចឹងមករៀនធីវេតសំខាន់ណាអញ្ចឹងបងអូនរៀនចេះអា4ហ្នឹងទៅខ្វះរៀនធីវេតខ្លួនអត់សូវស្អាតទេប៉ុន្តែក្នុងកប៉ាល់ប៉ះទៅឡើងទៅដុកស្អីគេកប៉ាល់ប៉ះទៅដុកដុំថ្មចាំមកជំនាញស្អាតដែលក្រវ៉ាត់កពាក់មួយចំនួននៅតាមoffice ការិយាល័យហ្នឹងពាក់ខែតិចទេណាចាយអត់គ្រាន់ទេផ្ទុយទៅវិញខាងបច្ចេកទេសបងអូនរៀនឲ្យច្បាស់ប្រកឹកពិតប្រកបណាប្រាក់ខែបើកម្ដងគឺធ្ងន់ខ្លួនហ្មងណាបាទមិនបាច់អីលោកគ្រូលើក
បាច់លើកស្រុកខ្មែរលោកគ្រូលើកគូនលោកស្រីដុកទ័រដូរ៉ាមួយនៅម៉ាឡេស៊ីបាទគាត់វិស្វករខាងរ៉ែប្រេងចាប់ភ្លាមគាត់អាប់ឡាយទៅខាងអាពេចខាងប្រេងណាបាទជាប់កូនស្រីទៅប្រាក់ខែដំបូងគេឲ្យ$3,000តិចទេច្រើនបងបើមកធូនមកចងជាបាច់មកបាច់ណាបាទអញ្ចឹង$3,000ច្រើនណាបាទហើយស្រុកខ្មែរយើងក៏ដូចគ្នាបាទខាងបច្ចេកទេសឲ្យតែចេះច្បាស់ពិតប្រាកដណាកុំឲ្យរៀនទៅគ្រប់កុំម៉ែបខំកុំអីមិនមករៀនទេកុំហាន់នីមករៀនកុំអីមករៀនតាមទេណាអត់ចឹងទេយើងមើលដងយើងមើលនិស័យដងមនុស្សម្នាក់អត់ដូចគ្នាណាតិចតារៀនមួយថ្ងៃថាដងនិស័យដូចគ្នាអត់ដូចគ្នាទេអ្នកខ្លះដងបខែខាងអីឧទាហរណ៍អាសិនយើងចំណេះដឹងទូទៅអ្នកខ្លះកាយពេជ្រកិត្តអ្នកខ្លះបកែធរនីឲ្យបកែស្មើគ្នាទាំងអស់គ្មានទេភាគច្រើនគឺបកែមកជំនាញមកអ្នកខ្លះបកែរូបវិទ្យាទៅអ្នកខ្លះបកែខាងគីមីវិទ្យាទៅណាมันអាចឲ្យយើងចេះគ្រប់មក10មុខវិជ្ជាឲ្យចេះស្មើគ្នាអត់ទេគឺមានលើសមានខ្វះមានលើសមានខ្វះគឺអញ្ចឹងវាជាច្បាប់ធម្មជាតិมันអាចឲ្យមនុស្សនោះចេះគ្រប់10ទេណាខ្មែរយើងថាម៉េចចេះគ្រប់10មិនគេបាទគឺផ្ទះបាញ់ណាព្រោះវាគ្រប់10ទេហើយមិនចឹងទេបាទអញ្ចឹងអរគុណលោកគ្រូបាទផ្ដល់នៅព័ត៌មានប៉ុណ្្នឹងបាទអរគុណបាទសូមអរគុណសម្រាប់ប្រសាសន៍ឆ្លើយតបរបស់លោកនាយកយ៉ាងក្បោះក្បាយបាទអញ្ចឹងការសិក្សានៅវិទ្យាស្ថានភូមិបច្ចេកទេសខេត្តកំពង់ចាមគ្រប់កម្រិតគឺយើងមានការចុះកម្មសិក្សាទៅតាមរយៈពេលវែងឬខ្លីអាស្រ័យលើកម្រិតជំនាញឧទាហរណ៍ថាបើយើងរៀនបញ្ញាបត្រនោះយើងចុះកម្មសិក្សាទៅតាមក្រុមហ៊ុនរយៈពេល3ខែតែបើយើងរៀនរយៈពេល4ខែ6ខែយើងចុះកម្មសិក្សារយៈពេល3សប្តាហ៍នឹងសំណួរនេះខ្ញុំបាទសូមមានសំណួរខាង Gothil តើក្រុមហ៊ុនលោកស្រីមានកម្មវិធីហាត់ការ internship ឬកម្មវិធីបណ្ដុះបណ្ដាលនៅពេលដែលធ្វើការដែរឬទេបាទមានថាសិស្សខាងវិទ្យាស្ថានសូមទៅសហការតើមានកម្មវិធីហ្នឹងទេបាទសូមគោរពអញ្ជើញបាទអរគុណច្រើនលោកគ្រូសម្រាប់ក្រុមហ៊ុន Gothil យើងផ្ដល់ឱកាសការងារខ្លះដូចជាគណនេយ្យបាទយើងមានផ្នែកហាត់ការអញ្ចឹងក្រុមហ៊ុនគឺយើងមាននៅក្នុងកំឡុងតែខែ9ខាងមុខហ្នឹងបាទយើងនឹងមានឱកាសការងារមួយហ្នឹងបាទរយៈពេល6ខែបាទអញ្ចឹងបើសិនជាបងប្អូនបាទចេះជំនាញកុំព្យូទ័រ Word Excel បាទភាសាអង់គ្លេសអាចអានបានសរសេរបានយើងអាចផលិតទទួល CV បានបាទអរគុណបាទសូមអរគុណបាទសូមជួយសំណួរទៅខាងកសិកម្មក្រុមហ៊ុនកសិកម្មបាទជាលើកទី3ភាសាទៀតចំពោះក្រុមហ៊ុនកសិកម្មស្នួលចំពោះផ្នែករោងចក្រចេកដែលជ្រើសរើសចំនួន3000នាក់នេះគឺអត់តម្រូវឲ្យមានបទពិសោធន៍អ្វីទាំងអស់គឺចូលទៅដល់គឺគេមានគេបរៀនយើងហើយគឺយើងអនុវត្តធ្វើតែម្ដងបាទហើយប្រាក់ខែដំបូងនៃការធ្វើនៅរោងចក្រកសិកម្មចេកនេះឯងទទួលបាន920000បាទ920000ហើយម្យ៉ាងវិញទៀតចំពោះបុគ្គលិកដែលចូលទៅធ្វើការហាត់ការគឺចំនួន2ខែរួចហើយបានគេហៅថាមេគាត់វាតម្លៃទៅបានយើងចូលនៅក្នុងក្របខ័ណ្ឌនៃរោងចក្របានបាទសូមមានបាទសូមអរគុណបាទសម្រាប់ប្រសាសន៍ឆ្លើយតបបាទសូមជួយសំណួរខាងក្រុមហ៊ុន Vivo នឹងម្ដងបាទសំណួរតបានបាទចាអរគុណម្ដងទៀតលោកគ្រូសម្រាប់សំណួរតកតងទៅនឹងក្រុមហ៊ុន Vivo សម្រាប់ចំពោះបុគ្គលិកចូលថ្មីឬក៏បុគ្គលិកដែលគាត់ត្រូវចូលធ្វើការនៅក្នុងក្រុមហ៊ុនដូចនេះខ្ញុំបានបញ្ជាក់ការសំណួរទី2អញ្ចឹងចំពោះបុគ្គលិកគឺយើងមិនមានកំណត់ថាតើគាត់ត្រូវតែមានជំនាញណាមួយជាក់លាក់ដើម្បីចូលធ្វើការនោះទេដូច្នេះហើយនៅពេលដែលគាត់ចូលធ្វើការក្រុមហ៊ុននឹងមានការផ្ដល់ឱកាសសម្រាប់បុគ្គលិកដែលគាត់ចូលគឺធ្វើការហាត់ការចំនួន3ខែដូច្នេះហើយមានន័យថាចំពោះបុគ្គលិកដែលគាត់ចូលទៅឲ្យតែគាត់ស្ម័គ្រចិត្តរៀនសូត្រចំនួន3ខែនេះខ្ញុំគិតថាទោះបីជាគាត់មិនមានជំនាញនឹងពិតប្រាក
កតប៉ុន្តែគាត់នឹងអាចរៀនសូត្របានចំពោះអ្នកដែលខិតខំប្រឹងប្រែងដូច្នេះហើយសម្រាប់នៅពេលដែលបន្ទាប់ពី3ខែការហាត់ការរបស់គាត់ខាងក្រុមហ៊ុននឹងធ្វើការរង្វាយតម្លៃថាតើគាត់ជាប់ទៅលើការធ្វើការងារសាកល្បងរបស់គាត់3ខែឬទេដូច្នេះហើយខ្ញុំគិតថានេះក៏ជាឱកាសមួយសម្រាប់អ្នកដែលគាត់កំពុងតែស្វែងរកការងារធ្វើឬក៏ធ្វើការលើកដំបូងដែរពីព្រោះខ្ញុំគិតថាចំពោះអ្នកដែលគាត់ចូលធ្វើការដំបូងមិនអាចថាគាត់អាចធ្វើការនោះបានភ្លាមទេដូច្នេះហើយក្នុងកំឡុងពេល3ខែគឺជាពេលវេលាមួយដែលអាចឲ្យគាត់រៀនសូត្រពីការងារក៏ដូចជាស្វែងយល់អំពីរបៀបរបបធ្វើការងារដូច្នេះហើយបន្ទាប់ពី3ខែយើងអាចរង្វាយតម្លៃបានដែលថាតើគាត់អាចបន្តការងារបានដែរឬទេអរគុណលោកសូមអរគុណបាទសូមអញ្ជើញលោកអនុវិនបាទចាអរគុណលោកគ្រូនៅកន្លែងក្រុមហ៊ុន Toyota និង Luxus ក៏ត្រូវការពេលដែលកូនសិស្សរៀនចប់ចង់ទៅធ្វើកម្មសិក្សាមានផ្ដល់រាល់ដងរាល់3ខែម្ដងតាមជំនាញប៉ុន្តែបងកូនក្មួយទាំងអស់នឹងភាគច្រើនទៅបានមកត្រឹមតែកម្រដែលបាននៅធ្វើការនៅក្នុងកន្លែងហ្នឹងតែឥឡូវនេះខាងក្រុមហ៊ុន Toyota គាត់មានបើកនៅរៀនផ្ទាល់នៅព្រោះគេត្រូវដំឡើងរថយន្តថ្មីនៅស្រុកខ្មែរយើងនេះអញ្ចឹងឱកាសការងារបងកូនក្មួយមានខាងស្រីៗយើងណាក៏មានដែរទៅបញ្ជាឡានឡើងលើប៉ុងលើអីចានៅចាប់ចូលនៅក្នុងដំឡើងគ្រឿងចាមិនចាំតែកូនប្រុសទេកូនស្រីនោះក៏មានដែរអញ្ចឹងគ្រាន់តែចូលរួមថានៅកន្លែងក្រុមហ៊ុនរបស់ខ្ញុំនៅទន្លេអ៊ំហ្នឹងគឺត្រូវការឲ្យតែមានកូនក្មួយណាដែលចង់ទៅរៀនហាត់ការផ្នែកអីក៏ទទួលបានដែរនៅកន្លែងក្រាសាំងកាតិចទន្លេអ៊ំហ្នឹងកូនក្មួយទាំងអស់ស្គាល់ទេស្គាល់កាតិចទន្លេអ៊ំដែរទៅចាក់ព្រេងទេហ្នឹងហើយនៅក្មេងៗអញ្ចឹងថ្នាក់ទីម៉ានហើយនេះដូចកុំជិះម៉ូតូលឿនពេកលឿនណាឃើញជិះទៅចាជិះលឿនពេកវាធ្វើឲ្យយើងគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងគ្រាន់តែផ្ដាំផ្ញើថាបើរៀនហ្នឹងមានចំណេះហើយជំនាញហើយទៅកន្លែងទន្លេអ៊ំហ្នឹងហើយតរៀនឲ្យចេះបានគេយកណាទោះបីចាក់ព្រេងហ្នឹងក៏ដោយកុំថាឡើយដល់រៀនកាហ្វេក្នុងកាហ្វេនឹងម៉ាតកាលណារៀនទៅមិនត្រូវនឹងស្តង់ដារគេអត់ទទួលយើងទេលុះត្រាតែយើងរៀនឲ្យត្រូវនឹងស្តង់ដាររបស់គេបានគេយកបានគេទទួលហើយអ្នកខែក៏សំរុំនឹងរស់ដែរវាមិនបាច់ចាំទៅស្រុកគេទេហើយក៏មិនបាច់ចាំឆ្លងខេត្តទៀតនៅហ្នឹងមានអ្នកខែសំរុំរស់បានប៉ុន្តែតើយើងតស៊ូដែរណាហើយព្យាយាមហើយឧស្សាហ៍ផងអត់ធ្មត់ផងអ្នកខែអាចរស់បានហើយចង់មានការងារល្អទៅចុចក្នុង page របស់ក្រុមហ៊ុន Toyota ទៅគឺមានការទទួលបង្រៀននៅជំនាញបន្ថែមពិធីវេទនឹងចប់ពិធីវេទហ្នឹងអាចទៅក្នុងបានប្រាក់ខែហើយគេឲ្យយើងរៀនបន្តទៀតឥឡូវហ្នឹងចាហ្នឹងហើយអរគុណលោកគ្រូបាទសូមអរគុណបាទចាបាទអញ្ចឹងបងប្អូនបានជ្រាបហើយអំពីប្រសាសន៍បកស្រាយរបស់លោកស្រីមានន័យថាបើយើងរៀនជំនាញច្បាស់លាស់ចេញពីសាលាធីវេទទៅយើងបានការងារហើយបើយើងក្នុងកំឡុងពេលកម្មសិក្សាយើងទៅរៀនសូត្របន្ថែមពីក្រុមហ៊ុនហើយយើងបានចំណេះក្រៅពីសាលាបដិបដាលហើយយើងបានអនុវត្តទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងក្រុមហ៊ុនបន្ថែមទៀតដើម្បីឲ្យយើងឆ្លើយតបទៅនឹងបរិបទថ្មីនៃការវិវត្តនៃបច្ចេកវិទ្យាចឹងធ្វើឲ្យយើងកាន់តែមានចំណេះកាន់តែទូលំទូលាយជាងមុនបាទសំណួរជាបន្តសូមសួរទៅកាន់តំណាងក្រុមហ៊ុនកសិកម្មបាទក្នុងនាមលោករស្រីជាម្ចាស់ក្រុមហ៊ុនតើមានពាក្យពេចន៍អ្វីដើម្បីផ្ដល់ជូនយុវជន
ដែលមិនទាន់មានការងារធ្វើហើយនឹងមិនទាន់មានជំនាញតើត្រូវធ្វើដូចម្ដេចបាទសូមជឿបាទ បាទអរគុណច្រើនចំពោះសំណួរជាបន្តទៀតក្រុមហ៊ុនសពថ្ងៃគឺតម្រូវការបុគ្គលិកជាច្រើនដែលយើងពឹងផ្អែកទៅលើផ្នែកកសិកម្មនេះហើយជាក់ស្ដែងដោយលោកគ្រូគាត់បាននិយាយពីខាងដើមមកនៅវិទ្យាស្ថាននេះបានបញ្ជូនសិស្សជាច្រើនទៅធ្វើការនៅទីនោះបាទរួមទាំងផ្នែកទឹកភ្លើងដែរលោកគ្រូណាបាទហើយសប្តាហ៍ថ្ងៃគឺកំពុងតែខ្វះពេទ្យសត្វបាទពេទ្យសត្វហើយពេទ្យសត្វនោះគឺអត់មានបទពិសោធន៍ក៏អាចទៅធ្វើបានដែរគឺក្រុមហ៊ុនរៀនយើងហៅថាទៅរៀនរយៈពេល2ខែហើយអត់មានទៅចាក់ថ្នាំឲ្យគ្រាន់តែតែកត់បញ្ជីនាំសម្ភារៈចូលនៅក្នុងឃ្លាំងផ្នែកពេទ្យសត្វនឹងបាទអត់មានអីច្រើនទេហើយមួយទៀតគឺផ្នែកដូចជាបានដែលខ្ញុំបានឲ្យចែកមើលណាបាទបើសិនបើយើងមានបងប្អូនដែលគាត់មិនទាន់មានការងារធ្វើឲ្យគាត់តាក់ទងទៅតាមលេខទូរស័ព្ទគឺទុយ70នេះបាទដែលគេមានចំនួនអ្នកបើកបរចំនួនប្រមាណអ្នកហើយបើកឡានចំនួនប្រមាណអ្នកហើយផ្នែកឡានបែរឡានអីហ្នឹងគឺសុទ្ធតែក្រុមហ៊ុនតម្រូវការជ្រើសរើសបុគ្គលិកហើយម្យ៉ាងវិញទៀតបងប្អូនលោកគ្រូអ្នកគ្រូក៏អាច scan នៅក្នុងខាងក្រោមនេះគឺ Facebook page របស់ក្រុមហ៊ុនហើយជ្រើសរើសបុគ្គលិកផងដែរបាទសូមអរគុណចា៎សូមអរគុណបាទសូមអញ្ជើញខាងដំណើរក្រុមហ៊ុនគូធាលបន្តទៀតបាទ បាទអរគុណច្រើនលោកគ្រូចឹងអ្វីដែលខ្ញុំចង់ផ្ដាំផ្ញើទៅបងប្អូនគឺបច្ចុប្បន្នបាទបងប្អូនត្រូវខំប្រឹងរៀនយកចិត្តទុកដាក់ស្ដាយពេលវេលាណាហើយឪពុកម្ដាយរបស់យើងគាត់ប្រឹងបង្កើតលុយដើម្បីយកមកទប់ទល់ជាមួយជីវភាពគ្រួសារហើយដើម្បីឲ្យបងប្អូនបានមករៀនអញ្ចឹងយើងមករៀនគឺត្រូវតែបង្កើតជាលទ្ធផលមួយស្នាដៃមួយបាទបើមិនបានអីក៏អាចថាបានសរសើរឲ្យគាត់មើលណានឹងមួយហើយយើងត្រូវកំណត់គោលដៅខ្លួនឯងណាយើងដឹងថាយើងចូលចិត្តអីបាទយើងចេះអីបាទអញ្ចឹងយើងប្រឹងបំពន់សមត្ថភាពខ្លួនឯងហើយកំណត់គោលដៅថាចប់ទី12ធ្វើអីណាបើសិនជាយើងមានដងហើយយើងមានភាសាបរទេសយើងមានខ្លាំងទៅលើរូបគណិតគីមីជីវៈអីយើងអាចមើលឱកាសអាហារូបករណ៍តែបើសិនជាអាណាព្យាបាលប៉ាម៉ាក់របស់យើងអត់មានលទ្ធភាពយើងជ្រើសរើស TVET ណាបាទដូចលោកគ្រូគាត់មានប្រសាសន៍អញ្ចឹងគឺមានសញ្ញាបត្រប្រហាក់ប្រហែលឬក៏ស្មើនឹងសាកលវិទ្យាល័យដូចគ្នាបាទអញ្ចឹងយើងឲ្យតម្លៃស្មើគ្នាបាទអញ្ចឹងសម្រាប់ខ្ញុំគឺសូមឲ្យបងប្អូនទាំងអស់គ្នាខំប្រឹងសិក្សាទាំងអស់គ្នាណាអរគុណច្រើន បាទសូមអរគុណបាទសូមខាងតំណាងក្រុមហ៊ុន Vivo បាទចាចំពោះសំណួរដែលសក្ខីថាពាក្យពេចន៍សម្រាប់ផ្ដល់ជូនទៅដល់បងប្អូនក៏ដូចជាអ្នកដែលមិនទាន់មានជំនាញនិងកំពុងតែសិក្សាជំនាញសម្រាប់ពីនាងខ្ញុំទៅអ្វីដែលនាងខ្ញុំចង់ផ្ដាំទៅគឺគ្រាន់តែសង្ឃឹមថាក្នុងកំឡុងពេលដែលអ្នកទាំងអស់គ្នាកំពុងតែរៀនសូត្រអ្វីដែលអ្នកគ្នាត្រូវធ្វើសំខាន់ជាងគេគឺខិតខំប្រឹងប្រែងរៀនសូត្រដោយសារខ្ញុំគិតថានៅក្នុងវ័យដែលអ្នកគ្នាកំពុងតែរៀនមិនទាន់បញ្ចប់ថ្នាក់ទី12ខ្ញុំគិតថាមួយចំនួនគឺមិនទាន់ដឹងថាខ្លួនឯងចង់ធ្វើអីឲ្យពិតប្រាកដទេប៉ុន្តែអ្វីដែលអ្នកគ្នាត្រូវធ្វើពេលនេះគឺខិតខំប្រឹងប្រែងរៀនសូត្រហើយខ្ញុំចង់បញ្ជាក់មួយទៀតថាត្រូវដឹងថាតើខ្លួនឯងស្រឡាញ់ជំនាញអីអ្នកគ្នាមិនបាច់ថាបែងចែកថាតើការងារណាជាការងារមនុស្សប្រុសការងារណាជាការងារមនុស្សស្រីទេដោយសារការងារមួយចំនួនធំគឺយើងអត់បែងចែកសំខាន់តើយើងមានសមត្ថភាពទៅធ្វើវាដែរឬអត់ដូចជាក់ស្ដែងនៅក្នុងក្រុមហ៊ុនរបស់នាងខ្ញុំបុគ្គលិកផ្នែកលក់ជាសិលពួកយើងប្រហែលជាគិតថាមានតែបុគ្គលិកប្រុសទេប៉ុន្តែជាក់ស្ដែងនៅក្រុមហ៊ុននាងខ្ញុំក៏មានបុគ្គលិកស្រីដែរហើយសឹងតែថាពេលខ្លះគឺគាត់អាចធ្វើការងារមួយចំនួនធំបានល្អដោយមនុស្សប្រុសដូចគ្នាអញ្ចឹងជាដំបូងកុំតាន់គិតថាតើការងារនឹងសម្រាប់អ្នកណាគួរគិតថាតើខ្លួនឯងស្រឡាញ់ការងារអីពី
ព្រោះថានៅពេលដែលយើងរៀនជំនាញដែលយើងស្រឡាញ់រៀនជំនាញដែលយើងចង់រៀនជំនាញដែលយើងប៉ាកែទៅលើជំនាញហ្នឹងការងាររបស់យើងនៅពេលដែលយើងរៀនក៏រៀនបានប៉ាកែធ្វើការក៏ធ្វើការបានល្អហើយយើងសុខចិត្តនឹងធ្វើការងារហ្នឹងទៀតផងអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងខិតខំប្រឹងប្រែងដើម្បីពីណាដើម្បីតែខ្លួនឯងគ្រួសារហើយនិងសង្គមជាតិយើងតែប៉ុណ្្នឹងទេ សូមអរគុណបាទសូមជូនទៅលោកស្រីវណ្ណវិនបាទ ចាខ្ញុំផ្ដាំផ្ញើនឹងចូលរួមអានេះដូចថាក្រើនរំលឹកណាខ្ញុំចង់ឲ្យកូនក្មួយទោះបីរៀននៅធីវេតបានរៀនហើយក៏ដោយនឹងក្មួយទាំងអស់កំពុងតែមកតម្រង់ទិសដើម្បីជ្រើសរើសនៅពេលដែលថ្ងៃអនាគតបន្ទាប់ពីយើងរៀនចប់ទៅត្រូវស្រឡាញ់ការងារអីចំណង់ចំណូលចិត្តយើងនឹងចង់បានអីសំខាន់ទិសដៅរបស់យើងត្រូវដាក់ថាឲ្យដល់ណាអញ្ចឹងយើងត្រូវតែព្យាយាមហើយក្មួយទាំងអស់ត្រូវតែមានគេហៅថាសិលធម៌សុជីវធម៌ហ្នឹងចាំបាច់ហ្មងជំរាបសួរអោនលំទោនសុជីវធម៌ភាពស្មោះត្រង់គឺយើងត្រូវតែមានជាប់ជានិច្ចនៅក្នុងខ្លួនកុំហៅតាមក្នុង Facebook រាល់ថ្ងៃក្មេងសួស្ដីមកមនុស្សចាស់ឯងមនុស្សចាស់សោះវាមកសួស្ដីវាអត់ត្រូវទាំងអស់គ្នាអ្នកទាំងអស់គ្នាអាហ្នឹងក៏អត់ត្រូវអានេះចាស់ជាងចឹងកូនក្មួយទាំងអស់ត្រូវតែមើលសភៅផងមានក្រុមងុយមានអីបើកថ្មីអីច្រើនអាហ្នឹងមុននឹងកូនក្មួយទាំងអស់ទៅរៀនយកជំនាញក៏កូនក្មួយត្រូវតែរៀនពីសិលធម៌ខ្លួនឯងសិនបន្ទាប់មកទៀតយើងចង់បានជំនាញអីមិនថាស្រីមិនថាប្រុសគឺត្រូវតែរៀនឲ្យមានជំនាញបានមានលុយខ្លួនឯងកាលមុនយើងមនុស្សស្រីចាំតែប្តីហៅឲ្យឯងមិនចឹងតែឥឡូវកុំគិតដល់ចឹងយើងត្រូវតែមានជំនាញខ្លួនឯងដែរបានយើងមានភាពក្លាហាននៅក្នុងគ្រួសារនៅក្នុងសង្គមជាតិបានយើងទៅរីកចម្រើនទាំងអស់គ្នាសូម្បីតែអ្នកអនាម័យបើគេរើសតាមក្រុមហ៊ុនគឺមានការចេះដឹងច្រើនជាងប្រាក់ខែក៏ល្អជាងការរស់នៅបានល្អជាងចុះបើយើងចេះជំនាញទៀតកាន់តែបានប្រាក់កម្រៃចិញ្ចឹមគ្រួសារកូនចៅយើងបន្តពូជពងយើងទៅថ្ងៃអនាគតទៀតហើយមិនថារៀននៅធីវេតឬក៏រៀននៅខាងក្រៅទេតែយកល្អនាំគ្នាមករៀននៅធីវេតទី1ទៅពីព្រោះអីកូនរបស់មីងធ្លាប់រៀននៅក្រៅប្រទេសតែឥឡូវហ្នឹងក៏កំពុងតែមកកាន់ការងារមួយហ្នឹងគឺវាមានជំនាញចាបានយើងបានកាន់លុយក្នុងកើតដែរចាហើយឥឡូវហ្នឹងក៏ត្រៀមនឹងមករៀននៅធីវេតដែរតែរៀននៅអូស្ត្រាលីតែតិចទៀតក៏នឹងមកត្រៀមរៀននៅធីវេតដែរដើម្បីឲ្យមានជំនាញនៅច្បាស់លាស់ថានៅក្នុងសាលានៅក្នុងស្រុកយើងនេះគឺត្រូវការអីទី1ភាសាខ្មែរក្មួយត្រូវតែចេះបូកលេខដកលេខហ្នឹងត្រូវតែចេះចាក់សាំងទៅ10នាក់20នាក់ជួនកាលជាប់បានតែម្នាក់ទេពីព្រោះអីសួរទៅរៀនប៉ុន្មានបរិញ្ញាប៉ុន្តែលេខមិនច្បាស់ទេគេអត់យកទេធ្វើជំនាញក៏ត្រូវតែចេះឲ្យច្បាស់ដែរបានយើងបានប្រាក់ខែល្អប្រាក់ខែល្អណាប្រាក់ខែអាចរស់បានល្អមែនតែនព្រោះអីយើងមានធានារ៉ាប់រងជំងឺអីទាំងអស់ហើយហ្នឹងអញ្ចឹងគ្រាន់តែផ្ដាំថាយើងធ្វើអីក៏ដោយត្រូវតែមានជំនាញកូនមីងរៀននៅក្រៅប្រទេសក៏រៀនជំនាញដែរក៏ប៉ុន្តែត្រូវតែមានពហុជំនាញថែមត្រូវមករៀននៅធីវេតដែរនឹងប្រាប់ឲ្យមករៀននៅធីវេតដែរប៉ុន្តែដោយសារជាប់រៀន
ខាងពុនដាពុនអីឲ្យចប់នៅនោះហើយក៏មករៀននៅធីវេតនឹងម្ដងទៀត3ខែប្រហែលខែតាមតែសាលាតម្រូវឲ្យរៀនអញ្ចឹងកូនក្មួយទាំងអស់ក្មួយទាំងអស់តម្រង់ទិសនឹងចាប់ផ្ដើមយកទៅគិតខ្លួនឯងយកទៅអាចធ្វើអីបានរៀនទៅមិនខុសទេហើយផ្ដាំផ្ញើថាបើមានបច្ចេកទេសខាងម៉ាស៊ីនត្រជាក់ហើយនិងម៉ាស៊ីនភ្លើងអាចទៅដាក់ពាក្យបានចាប់ពីថ្ងៃហ្នឹងតទៅខ្ញុំនឹងបើកដោយក្រុមហ៊ុន Vanavin Energy Call RTD ហ្នឹងនៅខាងទន្លេអ៊ំចឹងកូនក្មួយទាំងអស់មានដែរទៅកាត់តិចទេណោះណាងាយប្រាប់មិត្តភ័ក្តិឲ្យទៅកាត់តិចហ្នឹងបើជីតិចណាព្រោះអីក្មេងៗទៅហ្នឹងឲ្យតែពេលឃើញខ្ញុំចេញទៅគាត់អត់សូវជិះលឿនទេគាត់ច្រើនតែជិះយូរទៀតប៉ុន្តែដល់ពេលចេញទៅជិះលឿនឃើញគ្រោះថ្នាក់ច្រើនមែនតើអញ្ចឹងកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ណាអញ្ចឹងយើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាអស់ជូនជាយោបល់ប៉ុណ្ណឹងទេអរគុណ សូមអរគុណបាទជំនួសជំនួយបោះបងបាទ ចា បាទ មានតែ បាទអញ្ចឹងសំណួរចុងក្រោយជូនលោកនាយកបាទតើលោកនាយកមានទស្សនៈនិងពាក្យពេចន៍អ្វីសម្រាប់ផ្ដល់ជូនយុវជនដែលពុំទាន់មានជំនាញនិងកំពុងស្វែងរកជំនាញសិក្សាបាទសូមគោរពអញ្ជើញបាទ បាទសំណួរល្អដែលខ្ញុំបានផ្សព្វផ្សាយក៏ជូនដំណឹងបាទទៅដល់យុវជននិងសាធារណជនដែរបងប្អូនបាត់ការឈឺចាប់នៅទាំងអស់គ្នាខ្ញុំសង្ស័យភ្លេចហើយមើលទៅបាទអញ្ចឹងប្រទេសជិតខាងយើងគេនៅចិញ្ចឹមចិត្តចង់បានរបស់ខ្មែរយើងណាបាទចាក់យើងមើលបាទប្រទេសថៃណាដំបងមើលងាយខ្មែរអើយដាច់តែភ្លើងដាច់អ៊ីនធឺណិតទៅដល់ងាប់បាត់ហើយចប់ហ៎ចាក់ស្ដែងអត់ទេហ៎អូបិទជក់ព្រំដែនអត់នាំតំណែងចូលខ្មែរយើងនឹងតែដាច់ពោះស្លាប់ហើយណាពេលហ្នឹងស្លាប់អត់បងប្អូនអត់ទេនិយាយចំទៅណាប្រទេសជិតខាងទាំងអស់គេអត់ចង់ឲ្យយើងរីកលូតលាស់ទេចាំទៅណាបាទដោយសារខ្ញុំចិត្តរួចហើយគេចង់បានពុះចែកទឹកដីតាំងពីជំនាន់មុននោះបាទគេចង់មកកើតមកលិចតលេគឺខាងប៉ុស្តិ៍លេខ2ហ្នឹងទៅមកកើតតលេខាងប៉ុស្តិ៍លេខ3ហ្នឹងទៅស្គាល់ប៉ុស្តិ៍លេខ3ហ៎អូដឹងចិត្តបាទអញ្ចឹងយើងប្រែคลายអាការឈឺចាប់ទាំងអស់ហ្នឹងคลายទៅជាកម្លាំងចិត្តរបស់យើងយើងរៀនចំណេះជំនាញអ្វីមួយឲ្យច្បាស់ពិតប្រាកដក្នុងខ្លួនខ្មែរយើងជាពូជពងណាខ្ពង់ខ្ពស់ណាស់ជាពូជពងដែលមានស្នាដៃអស្ចារ្យណាស់នៅក្នុងលោកអញ្ចឹងអ្វីដែលអស្ចារ្យនៅក្នុងលោកតអគ្នាមើលស្អីគេដែលស្នាដៃបព្វបរោះដូនតាយើងមកសល់ទុកវាអស្ចារ្យណាស់គឺស្អីបាទអញ្ចឹងត្រូវដឹងទាំងអស់គ្នាគឺប្រាសាទអង្គរវត្តអញ្ចឹងប្រាសាទអង្គរវត្តអត់មានប្រទេសណាដែលធ្វើឲ្យវាមានគុណភាពឈរយូរអង្វែងរាប់រយឆ្នាំដូចអង្គរវត្តយើងអត់គ្មានទេលើលោកនេះអញ្ចឹងអ្វីដែលពិសេសទៀតគឺមានបាតុភូតរៀងរាល់បាទឆ្នាំទៀតបាទយើងមើលបាតុភូតអីរៀងរាល់ឆ្នាំបាទគឺព្រះអាទិត្យរះចំកពូលប្រាសាទអង្គរវត្តណាបណ្ដាប្រទេសផ្សេងបាក់ទឹកបាក់ដីមកមើលមកចាំមើលអាហ្នឹងមួយឆ្នាំមានតែម្ដងគេហៅអីសមរាត្រីបាទមានបានទៅទេបងប្អូនបាទល្អណាស់អត់បានទៅមើលទៅតាមទូរស័ព្ទក៏បានដែរប៉ុន្តែមិនងាយចូលទេលោកគ្រូទៅ2ដងតែបានចូលគឺណែនបងតើយើងគ្រប់ទៅពីយប់អាចម៉ោង3ម៉ោង4ទៅមុនគេអាហ្នឹងបើថាគ្រប់ទៅម៉ោង5ម៉ោង6ទេចប់ហើយចូលកើតទេគឺណែនបងម្នាក់នេះចាំមើលនឹងឲ្យភាពដែលអស្ចារ្យខ្មែរយើងណាបាទអញ្ចឹងបងប្អូនណាត្រូវមកមានញឹកទៅនឹងការរៀនសូត្រជាការងារស្រួលទេអត់លំបាកទេផ្ទុយទៅវិញបើបងឯងនេះចេញមកការងារលំបាកមិនបើសិនជាធ្វើការអត់គ្រប់ការងារឲ្យតកែឬក៏ឲ្យក្រុមហ៊ុនទេមិនមែនល្អហ្មងទេណាក្រុមហ៊ុនគេដាក់ target គេដាក់កំណត់ឲ្យធ្វើបើខាងអីរកខាង CEO អញ្ចឹងអ្នកឯងត្រូវរកបំពេញអតិថិជនឲ្យបាន$1លានខែហ្នឹងឧទាហរណ៍អញ្ចឹងប្រឹងធ្វើម៉េចឲ្យបានកម្ចី$1លានអត់ហ៊ានឈប់ទេណាបាទប្រឹងទាំងយប់ទាំងចំណាយយប់នៅសេឯកសារកម្ចីហ្នឹងណាគ្រូលើកសាមញ្ញទេ
បើខាងបច្ចេកទេសអញ្ចឹងគេឲ្យតម្លើងបាទម៉ាស៊ីនត្រជាក់អាគារហ្នឹងឲ្យបានក្នុងថ្ងៃហ្នឹងអញ្ចឹងយើងត្រូវធ្វើម៉េចឲ្យបញ្ចប់ការងារឲ្យគេបើអត់គេទេគេអាចបាទកាត់បន្ថយលុយរបស់យើងអីចឹងមកឡាក់នឹងឡាក់ទេអញ្ចឹងការធ្វើការមិនស្រួលគឺលំបាកអ្វីដែលស្រួលគឺបងរៀនស្រួលបាទហេតុអីមិនគ្រូថាស្រួលយើងយកបាយមកបាទដាំឲ្យស្រូឲ្យប៉ាជាអ្នករលុយម៉ៃជាអ្នករលុយឲ្យយើងមានគិតរលុយណាមិនចឹងហ៎អញ្ចឹងគិតតែញ៉ាំអីឲ្យហូបទៅមានសុខភាពដឹងរៀនមិនដើម្បីក្នុងឪពុកម្ដាយយើងវិញទៅណាបាទអញ្ចឹងតើនេះបងប្អូនចឹងប្រឹងណាកុំភ្លេចតិចណាឥឡូវនេះគេនៅសង្គ្រឹតជុំទី3ផងស្គាល់គេសង្គ្រឹតទេមហាមានណាគេចង់ប្រយុទ្ធជុំទី3នេះគឺផ្ដាច់គ្រាន់ហើយចឹងគេត្រៀមលក្ខណៈអស់ហើយបាទប៉ុន្តែដោយថ្នាក់ដឹកនាំយើងនៅដល់ឆ្លៀសវៃបាទគឺមានសម្ដេចមហាបវរធិបតីជាអ្នកដឹកនាំប្រទេសបាទអញ្ចឹងលោកគិតគួរយើងគិតមកជ្រុងលោកគិត100យើងមើលសក់លោកមើលឃើញទេអត់មិនទេបងប្អូនគ្នាបាទសក់គាត់ស្កើហើយមិនស្រួលសម្រានបានគ្រប់ម៉ោងដូចយើងទេណាអញ្ចឹងដើម្បីកុំឲ្យរាជរដ្ឋាភិបាលក៏ដូចជាឪពុកម្ដាយរបស់យើងក៏ដូចជាជីដូនជីតារបស់យើងអស់សង្ឃឹមយើងត្រូវណាប្រែខ្លាយអាការឈឺចាប់ឲ្យយកមកដាក់ក្នុងខ្លួនតាំងចិត្តរៀនចំណេះជំនាញឲ្យច្បាស់បើ IT ដឹងថា IT ស្គាល់ IT ទេបងប្អូនស្អីគេតែតកice តកពេលធីមទឹកតែពេល ice tea ហ្នឹងហៅតែតកបាទមែនទេគឺផ្នែកព័ត៌មានវិទ្យាបើសិនជាកុំព្យូទ័រចេះឲ្យច្បាស់ផ្នែកកុំព្យូទ័រហ្នឹងមកខាង design យើងឲ្យប្រកាស design តើអ្នកគ្នាអញ្ចឹងមករៀនអត់មានបាក់ទេមករៀននៅសាលាមកវិទ្យាឋានមានម៉ោងគ្រប់មានវេនព្រឹកក៏មានវេនរសៀលក៏មានវេនយប់ក៏មានវេនសៅរ៍អាទិត្យក៏មានដែរហ៎បាទអញ្ចឹងបងប្អូនត្រូវចំណាយពេលណាដែលល្អយើងទៅរៀនទៅដោយអីដោយសាលាផ្ដល់អាហារូបករណ៍ណាយល់ពីអាហារូបករណ៍ទាំងអស់គ្នាបាទអញ្ចឹងចាំអាហារូបករណ៍សាលាខ្លះគេឲ្យតែ 50% ហើយយើងតែជួយ 50% ប៉ុន្តែដោយឡែកនៅសាលានេះគឺផ្ដល់អាហារូបករណ៍ 100% អញ្ចឹងដោយសារអីបានជាវិទ្យាឋានផ្ដល់អាហារូបករណ៍ 100% ពីបងអូនបាទដោយសាររៀងរាល់ឆ្នាំសាលាបានរៀបចំផែនការដើម្បីស្នើសុំរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារនិងបន្តតាមវិជ្ជាជីវៈឧទាហរណ៍ឆ្នាំនេះខ្ញុំចង់បណ្ដុះបណ្ដាលខាងបរិមាណសញ្ញាបត្ររងឬក៏សញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ហ្នឹង100នាក់ចឹងខ្ញុំធ្វើសំណើទៅរាជរដ្ឋាភិបាលដើម្បីឲ្យរាជរដ្ឋាភិបាលផ្ដល់អាហារូបករណ៍ឲ្យយើងមានន័យថារត់ចេញលុយឲ្យយើងអត់អស់លុយអីទេណាចឹងមួយដំណាក់កាលទៀតអត់អាចរត់ធ្វើអញ្ចឹងទៀតទេគឺនឹងកាត់បន្ថយហើយអាចឲ្យបង់50 70 80អីអញ្ចឹងមកណាបាទហើយតម្លៃសម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈមួយគឺរៀនអត់អស់លុយហើយទន្ទឹមអត់អស់លុយបើសិនជាមានបានក្រីក្រឬក៏បានដែលមកពីគ្រួសារងាយរងហានិភ័យទទួលបានប្រាក់ឧបត្ថម្ភ 28,000 រៀលនេះក្នុងមួយខែណាមិនងាយរកចំនួនណាដូចចំនួននេះទេណាចំនួនខ្ញុំមករៀនចេះកុំព្យូទ័រចំនួន9ជាងគាត់តែកុំព្យូទ័ររដ្ឋបាល$80មួយចំនួននោះលុយថ្លៃណា$80កើតនៅបងប្អូនចំនួន9ជាងបាទដឹងនៅណាផងមើលទៅនៅក្នុងនៅអាហ្វ្រិកឬក៏នៅឆៃណាមើលទៅបាទអញ្ចឹងចំនួននោះបាក់ខ្ញុំហើយគ្រួសារក្រីក្រហ្នឹងបាក់បាទចឹងគ្រាន់គ្រួសារគ្រូបើកវងចោទៀតបងប្អូន210នាក់ស្គាល់210នាក់ទាំងអស់1ឡូអូយសិតប៉ុណ្្នឹងតែអាទៅបងអូនខ្ញុំធំជាងខ្ញុំទៀតបាទគឺកើតមកម៉ែឪចែកឲ្យប្រពន្ធបាត់ដៃឯងយកមកឆ្នៃស្អីគេប្រពន្ធបាត់ដៃមិនចំហៀងអីប្រពន្ធបាត់ដៃ 35,000 ទេណាមិនមែនចឹងទេណាមើលស្អីម៉ែឪចែកឲ្យប្រពន្ធបាត់ដៃបងប្អូនបាទអីគេមាសមើលមាសពុកឡើងថ្លៃផងបាទចែកប្រពន្ធបាត់ដៃនេះចង់និយាយថាម៉ែឪចែកមកខួរក្បាលយើងខួរក្បាលយើងប្រពន្ធបាត់ដៃយកវាស់មើលខួរក្បាលបាទអញ្ចឹងឆ្នៃទៅខួរក្បាលហ្នឹងហ៎បាទតែលោកគ្រូនិយាយខាងដើមការលោកគ្រូនៅរៀនតែតកាទៅជូហ្នឹងតែបើជើងផ្ទាល់ហ្នឹងមិនដែលស្គាល់ហើយអាប៊ូប្រេនដែរទេដឹងកាលណាបានទេអញ្ចឹងអ្វីដែលយើងដាក់គោលដៅដាក់ target goal របស់យើងគួរផ្សំនឹងការតស៊ូណា
អត់ធ្មត់ប្រឹងប្រែងយកចំណេះជំនាញបាទអញ្ចឹងការលោកគ្រូយកទិសដៅត្មងតែពីរឯងទី1លោកគ្រូយកភាសាអង់គ្លេសណាទី1យកភាសាអង់គ្លេសទី2លោកគ្រូផ្នែកកុំព្យូទ័រហ៎អញ្ចឹងលោកគ្រូយកពីរហ្នឹងចម្លងភាពដែលអត់លំបាកអវិជ្ជារបស់យើងប្រឹងពីរនឹងចម្លងរាល់លោកគ្រូសពថ្ងៃណាបាទអញ្ចឹងសពថ្ងៃវាមិនអស់ចាយទេប៉ុន្តែលោកគ្រូបានទទួលបានភាពជោគជ័យបំពេញតម្រូវការតែ basic need តម្រូវការមូលដ្ឋានរបស់យើងគ្រប់គ្រាន់ណាវាមិនខ្លាចទីជាសិទ្ធិទេគ្រូចាំមើលសិទ្ធិទ្រព្យសម្បត្តិមិនអាចបានទេគ្រូមកជីវិតរបស់គាត់មិនអាចខ្លាចទៅជាមហាសិទ្ធិទេប៉ុន្តែអ្វីដែលគាត់មហាសិទ្ធិគឺមហាសិទ្ធិខាងផ្នែកកិត្តិយសទៅណាក៏ហៅទៅអូយគ្រូពេជ្រកណិតគ្រូធ្វើអីចឹងមកទៅណាគេស្គាល់ហើយណាគាត់ទៅបានសិទ្ធិខាងផ្នែកកិត្តិយសទេបើចង់ខ្លាយជាសិទ្ធិខាងទ្រព្យសម្បត្តិតើតែយើងជាអ្នករស់ស៊ីយើងជាអ្នកខ្លាយទៅជាសហគ្រិនណាស្គាល់សហគ្រិនទេបងប្អូន entrepreneur សហគ្រិនណាបានអ្នករស់ស៊ីហ្នឹងមករៀននៅសាលាលោកគ្រូហ្នឹងមករៀននៅសាលានេះមានទិសដៅ2ទី1ធ្វើការឲ្យគេគេហៅថា employed ទី2 self employed មានន័យថាបើកអាជីវកម្មខ្លួនឯងធ្វើជាសហគ្រិនខ្លួនឯងណាមករៀនទីនេះគឺមានអ្នកណាអត់មានការងារបាទលើកលែងតែខ្ជិលទេមករៀនលេងអត់ចង់ធ្វើការអានឹងអត់មានការងារទេហ៎បាទចង់ជោគជ័យក្នុងជីវិតទេបងប្អូនចង់តែមាត់ទេប៉ុន្តែថ្ងៃមើលលេងតែហ្គេមបាទអញ្ចឹងដោយសារលោកគ្រូចុងក្រោយគេលោកគ្រូនិយាយបានច្រើនទេចាស់បាទអញ្ចឹងណាដើម្បីជោគជ័យក្នុងជីវិតលោកគ្រូចង់ឲ្យពាក្យ5ម៉ាត់ហ្នឹងលោកគ្រូចង់ឲ្យរហូតឆ្នាំតែដូចគ្មានអ្នកណាធ្វើបានមកបាទចង់ចេះទេ5ម៉ាត់ហ្នឹងបាទស្ដាប់ទៅ easy ទេស្ដាប់ទៅស្រួលប៉ុន្តែខ្លាចធ្វើមិនបានតែបងប្អូនមើលទៅភ្ជាប់នឹងសំណួរលោកគ្រូថាអាការឈឺចាប់ប្រែខ្លាយទៅជាការតាំងចិត្តលើកទឹកចិត្តឲ្យយើងប្រឹងប្រែងភ្ជាប់អា5ម៉ាត់ហ្នឹងទៀតទៅគឺប្រកែរបងណាបាទទៅទិញឲ្យចាំធ្វើឲ្យបានផងចឹងពាក្យ5ម៉ាត់ដែលគ្រូ5ផ្ញើនេះពាក្យទី1គឺពាក្យថាតស៊ូចាំទៅបងអូនមិនអាចសម្រេចគោលដៅដោយមិនលះបង់ទេលះបង់អីកម្លាំងកាយចិត្តលះបង់អីជួនណាជាលះបង់ទៅនឹងទ្រព្យសម្បត្តិយើងទៀតដើម្បីអីសម្រេចគោលដៅរបស់យើងមិនបាច់អីទេឥឡូវឧទាហរណ៍បើសិនយើងស្រឡាញ់គេវត្តគេស្រឡាញ់យើងភ្លាមអត់ទេអញ្ចឹងចំណាយយកលើឆាតចុះឆានឡើងថ្មបញ្ចូលប្រហែលដងមុំយល់ចិត្តយល់ខ្លាំងគ្នាគេម៉ែជេរពីមុខជេរពីក្រោយហ៎នឹងតស៊ូរៀនសូត្រក៏ដូចគ្នាដែរយើងរៀនមុំដល់ប៉ុណ្ណេះ10ឆ្នាំជាងណាកាត់ភ្លៀងគ្រូបជេផងម៉ែបចោផងឪវាយផងហ៎តស៊ូឧបសគ្គផងមកដល់ថ្ងៃហ្នឹងអញ្ចឹងពាក្យតស៊ូទៅសំខាន់ណាស់អ្នកដែលបាត់បង់ភាពតស៊ូហើយមិនបាច់និយាយអីទេបាទมันអាចសម្រេចគោលដៅខ្លួនឯងព្រាបបានជាទូកមួយដែលយើងបោះថាចង់ទៅត្រូវមកខាងបាត់ពាក្យតស៊ូហើយទូករបស់យើងនាវារបស់យើងវិលនៅកណ្ដាលសមុទ្រហ្នឹងទេអត់ទៅដល់ទេបាទពាក្យទី1តស៊ូពាក្យទី2គឺកតញ្ញូស្អីគេកតញ្ញូបងប្អូនបាទយកកត្រៃអីមកកាត់អញ្ចឹងគេហៅកតញ្ញូបាទកតញ្ញូជាការដឹងគុណអញ្ចឹងដឹងគុណណាមុនគេទាំងអស់គ្នាអញ្ចឹងហ៎បាទឥឡូវយើងថាដឹងគុណឪពុកម្ដាយមុនគេឥឡូវគ្រូពីដំបូងរៀនពីដំបូងដល់ថ្នាក់ហ្នឹងដល់ហ្នឹងយើងដឹងគុណគ្រូណាច្រើនជាងគេមើលបងណាឆ្លើយមើលដឹងគ្រូណាដឹងគ្រូពេជ្រចិត្តគាត់ព្រៀនចរិតល្អឲ្យខ្ញុំចេះដោះស្រាយចាំទេបងអូនត្រូវដឹងគុណដែលគ្រូដឹងគុណបំផុតច្រើនបំផុតគឺគ្រូមត្តេយ្យគ្រូព្រៀនបងអូនដំបូងបងអូនឯងហៀសបោផងតសេមិនត្រង់ផងណាបាទអញ្ចឹងគ្រូគាត់បរៀនយើងពីដំបូងនោះគាត់លះបង់ខ្លាំងណាស់ដើម្បីឲ្យបងអូនបានចេះដល់សប្តាហ៍ហ្នឹងហ៎គឺគ្រូដំបូងបាទអញ្ចឹងការដឹងគុណមិញនេះគឺឪពុកម្ដាយសំខាន់ណាស់ហេតុអីបានសំខាន់ឪពុកម្ដាយគឺជាព្រះកន្លងគឺជាអរហន្តនៅក្នុងផ្ទះកាលណាកូនទាំងអស់ដែលគោរពធ្វើតាមប្រតិបត្តិរបស់ព្រះនៅក្នុងផ្ទះគឺធ្វើអ្វីប្រកបអ្វីគឺសម្រេចដោយបំណងណា
តិចប្រយ័ត្នមុនមករៀនម៉ាក់ប្រើតាកូនណាដាំទឹកឲ្យម៉ាក់តិចមកកូនអូយម៉ែខ្ញុំប្រយ័ត្នទៅរៀនណាម៉ែខកមកឥឡូវហើយចឹងបានបនអត់បាទអត់បានទេទោះរវល់យ៉ាងណាក៏ដោយត្រូវឆ្លៀតធ្វើឲ្យគាត់ជួយការងារឲ្យគាត់ណាចឹងការសូមគុណវាមានពីរប្រភេទទី1គេហៅថាបែបហិរញ្ញវត្ថុគេហៅថា financial ផ្សេងមានការដឹងគុណដោយបាទហិរញ្ញវត្ថុអញ្ចឹងដឹងគុណហិរញ្ញវត្ថុមិនដល់ខែមន់សន្លលើទៅយើងធ្វើការមានលុយមានកាអូជូនម៉ាក់ជាលុយម៉ែជូនបលៀនសម្រាប់ចូលឆ្នាំហ្នឹងណាបាទចាដឹងគុណមិនមែនជាហិរញ្ញវត្ថុមិនមែនជាលុយស្អីគេបាទឧទាហរណ៍ណាឧទាហរណ៍បងអូនខាងប្រុសឈ្មោះអធិចឹងហៅគ្រូអធិទៅគេសខ្មែរយើងមានផ្សារច្រើនតែរៀងសហៅអធិបាទអ្នកនៅតាមជនបទហៅអាវ៉ាអញ្ចឹងមកណាស្រីហៅអីកទូចបាទហៅកញ្ឆឹបអីចឹងទៅណាបាទមានឈ្មោះកញ្ឆឹបដែរយើងបាទអញ្ចឹងទៅអាវ៉ាកញ្ឆឹបចឹងរៀននៅសាលាប៉ាកែណាពេទ្យគណិតក៏ប៉ាកែធើនេះក៏ប៉ាកែណាបាទថ្ងៃមួយចៃដន្យឯគ្រូជួបឪពុកម្ដាយយើងគាត់និយាយថាអូយកញ្ឆឹបកូនអ៊ីកូនពូប៉ាកែណាគ្រូដាក់លំហាត់ស្អីគាត់ប៉ាកែណាអញ្ចឹងគាត់មិនដែរឪពុកម្ដាយយើងទឹកចិត្តគាត់មិនដែរគាត់សប្បាយណាអញ្ចឹងយើងមិនបាច់ផ្ដល់លុយដល់កាយគាត់ទេអាហ្នឹងហើយគេហៅថាការដឹងគុណសូមគុណមិនមែនជាលុយមិនមែនជាហិរញ្ញវត្ថុទេយើងធ្វើបានទេចឹងអូដូចខ្សោយដល់ហើយបើម្នាក់ឆាតផងលេងហ្គេមផងម៉ោង 2:11 នោះមានពេលណាអត់ទេបាត់ដឹងឲ្យកាត់បន្ថយកាយវិញណាអញ្ចឹងពាក្យទី2ការដឹងគុណនេះបាទទី1បាទតស៊ូកតញ្ញូបាទទី3គឺស្មោះត្រង់ចាំមិនថានៅអង្គភាពមិនថានៅក្នុងគ្រួសារឬក៏មិត្តភ័ក្តិកាលណាមនុស្សអត់ស្មោះត្រង់គ្នាយូរឆាប់គេឈប់រាប់រយដូចមិត្តភ័ក្តិអញ្ចឹងណាបាទប្រវល់គ្នាទៅរៀនអត់ទៅរៀននាំគ្នាទៅជួបវាយវ៉ែបឯណាណោះណាប្រាប់ម៉ែទៅរៀនទេចុះយើងប្រយ័ត្នណាមិត្តភ័ក្តិមាន yes friend ហើយនឹង no friend ស្គាល់ yes friend ទេបាទ yes friend ស្រួលតាទៅម៉ោងគ្រូនេះការឆ្នះតាគិត1ម៉ោងមិត្តភ័ក្តិហ្នឹង yes មិត្តភ័ក្តិខ្លះ no ថាម៉ោងគ្រូនឹងកាចអីញៀនចូលតាទៅមើល selfie កន្លែងផ្កាឈូករត់មកតលេ no ទេចឹងមិត្តភ័ក្តិវាមាន yes friend ហើយនឹង no friend បាទវាមានមិត្តខ្លះទៀត yes no friend គេមាន yes friend no friend មាន yes no friend បាទអា yes no friend ល្អណាបាទចឹងចេះណាគ្រូនិយាយអង់គ្លេសខ្លះសម័យនោះមិនចេះមិនហ្សែនមិនហ្សែនស៊ីអីចឹងបាទអញ្ចឹងត្រូវចេះបាទអញ្ចឹងទី3ស្មោះត្រង់ហើយបើសិនជាកន្លែងការងារអត់ស្មោះត្រង់គេនឹងយូរចាប់គេដេញចេញហើយណាធ្វើការក្រុមហ៊ុនជែកមានជែកល្អលួចស៊ីអាលីងអាស្អែកគេត្រូវបញ្ជូនទៅអាមេរិកលេងលួចមកកេះទៅបានខ្វះហ៎បាទអូបើខាងចាក់កាត់ដេឃើញរបស់គេល្អណាលួចតែឥឡូវលួចបានណាមុនចេញគេឆែកបាទអញ្ចឹងបាត់ធ្វើស្មោះត្រង់បាននៅកន្លែងការងារដូចកន្លែងលោកគ្រូវិញចាប់អត់មានឱកាសឡើងធំបានអត់មានស្មោះត្រង់បងណាភាពស្មោះត្រង់គឺជាលក្ខខណ្ឌជាលក្ខណៈវិនិច្ឆ័យមួយសម្រាប់យើងឡើងទូនាទីដែរបាទឧបមាគេឲ្យឡើងជាអីជាប្រធានការឡើងប្រធានផ្នែកឬក៏ជាអនុប្រធានអីចឹងសួរយើងមានភាពស្មោះត្រង់អត់អញ្ចឹងមានគណៈកម្មការគេវាតម្លៃបាទអញ្ចឹងទី3ស្មោះត្រង់បាទទី4គេអីមិញតស៊ូកាត់សញ្ញូស្មោះត្រង់ហើយទី3បាទចុះទី4គេអីឧស្សាហ៍បងឯងខ្លួនឯងឧស្សាហ៍ទេបងប្អូនដូចឆ្លោតស្មើគ្នាទេអញ្ចឹងត្រូវឆេងត្រូវផ្លាស់ប្ដូរបើយើងអត់ឆេងទេយើងរត់អត់តាន់គេទេទៅអាការឈឺចាប់នឹងភ្លេចបាត់ហើយអញ្ចឹងឆេងឧស្សាហ៍មិនមើលយល់ពីឧស្សាហ៍ចំនួនលោកគ្រូតែម៉ោង5លោកគ្រូក្រោកហើយក្រោកទិញមេរៀនបន្ទាប់ទិញមេរៀនឲ្យសល់ម៉ោងមុនទៅសាលាមុននឹងមុជទឹកលោកគ្រូបោះផ្ទះបាទរៀបចំណាបាទហើយចំនួនលោកគ្រូពិបាកណាមកបានទឹកមុជពិបាកមិន
thời tư hệ tất nâng rừng tật đừng toàn nó đấy đừng củ hông nâng toàn nó đấy ba cho nó cao chiếng bả tật xa đắt miên đi rồi trong đặt tật tiết nó tật tiền của nó một tờ lễ chẳng tật đôn tật do tật mà bao pi báo tật đôn tật tờ lễ được sạch anh chứ nhưng mơ cho bị cái bông mà nó đấy ở sân bay kia thì một tật huyết lang tật đó lớp bao nhiêu vòng bạn đây sao chai trang tờ lễ dưới có bài đấy bạn chắc sớm mấy bạn sân bay tập lương dương prơ đo khai thưa bảo học thưa ấy đó do các ba tây do ca tây đó do chầm ránh tục khẳng ti muối do mà prơ chiên trà ti pi do mà đặt thôi chỉ kiêng phở đại phở chỉ kiêng khẳng nhất thôi thôi ba cái do tràn chân máu chân chỉ nói muốn nó xây đầy sò chân do đầy sò mà đâm đạ máu chơi đầy sò tất phi lột rước cái do chơi phong chỉ kiêng dưới do mà đã chuẩn luôn không nâng mắt chơi hiền rồi hai khối mắt ban miên chặt à cùi squat cùi đó kia mà chặt lửa cùi ôi bạn đang cả đồng mồm ban chơi ban sập hơi tụ hơi hai bà hiến ăn lấy với cùi tinh nó cho một tục tất còn tinh đấy mồm chơi hai sớm máy nó kêu mềm cái nó kêu lâu đó sớm máy nó kêu chơi to hơn đó mà sớm máy đi on cái kêu sật tại bạt bị sáo trên từ cài bộ tôi ai mau việc bật sáu đã chạy lấy nữa hai việc thi sát để dương liến có số bộ bài tiết mưa thì muốn chẳng chạy bia bộ phải ai muối từ chạy đi sân rồi hay chẳng là được làm rồi sớm mai đấy on ấy thế vay tập gộp gỗ translate tới chạy ai đó thế thì đừng nhớ đấy lấy cái cam thi AI chứ tầm nước men tên là mỏng nhé mà khơi sạc cao vì chia lanh tới bộ tên môi trường luôn đấy đài sa cha do dập hơi báo chào lắm bà sa cha đã làm hạt ấy tới chơi mới AI nó có ăn mi cầm đất thôn ai sao sa cha khấn á chụp tía đó bảo cháu nó vâng AI đó chắc cái này là khu lương lang đấy trong vậy thằng trẻ cam vị thi AI thưa ai dương Superman và tái trơi tái ao miền mù là than nơi không khuôn phong cùng ao lê còn là lê cung thoa mà đá chạy thoa mà đá còn nó chăm từng AI ở tê thử ấy ai miền không khuôn là bỏ dừng mà tham mê lấy chút số đẩy ở rừng là bỏ không mà lấy mền tháo tổ số cái số bém tốt chập làm cực cắt sổ chọp ai thực cả lươn tê bắt error tại internet error tại tu sát chọp không khuôn ấy đôi chơi sài á giờ chơi sài á có chơi sài đó kia chơi ăn khấm á bà mình ra không khuôn ấy ăn chơi ấy sao bà chắc ủ xa nó tầm khăn bà chắc mà sân dương chớ từ xa lang bà xa mới mặt tinh chưa bao cá chả tinh khởi trong bao cũng giống này bà cho nó là hữu ai tinh ai so miền tập pi bấy này chắc dạ thằng anh biết ấy tự bao này bà hãy đừng hữu gì đáng rất ai thì chung mà gặp sao đó bà chân tí 4 ủ xa tí 5 cứ sầm sầm tao có đây sao mấy sao mấy mẹ này sao hướng ấy bà chân cô này tự chăm thua ấy đấy tự miền sầm chân sầm ấy ra tim muối giờ sầm chấm đấy đăng dương mình ai riêng mà ngay riêng mà khai chơi ai mình ai tê lừa lục đi mà ngay bạch ấy sao bây giờ dương riêng co kho dương hiện mà ngay nó chết co kho này tê cho mà ngay cho nó dương sâu ban là tinh đi làm sao anh tinh đo tiền chấm đấy vị trí có đôi khi bà ôm má dương hiện vơn Excel chân tập 4 kháng cái áo dương riêng trăm lừa so lừa keyboard đó cái áo typing đó áo chờ mấy ai typing ở dương vài này sai tiết typing to tiết ai store sân đấy squat typing ở cái này bà squat keyboard đấy bà keyboard công tơ cái đá chơi đấy nè bà giác lưu vay lưu lỗ nè lưu prai bơ lưu ekran công tơ thì không có hạt làm gì đâu bà xỉa dài tê đấy bà chẳng ti muốn xăm chấm đây đăng chấm đây chấm đi nè TP dương thử tài chết xăm lôi tao có đi xăm lôi án ba cho nó cứu bà nó xăm lôi cái cành pung ở xây mà cả nát nó má trò hai đạn lôi rồi chẳng đạn lôi nguyên cơm nó ấy cơm nó tập pi ấy ti muối tinh sập phở bà TP cứ tính khả ai nó tê đây chất trôi làm ấy nó bao côn chú và xây thôi đấy bà nằm bay tinh ai thầm mày hay cho nó ai xây viên vỡ bông bông chúng mình đập nhau bà prom pel xây tập ram này để chấp về bài bài kia
ផ្លាស់ប្ដូរគ្នាទាំងអង្គបាទកំសត់និយាយមកក្រោយហើយពេលវេលាអត់យូរមើលទៅឃើញតែមួយផ្លែតហត់ពេលឥឡូវឯងទុំស្រួលទៅចាស់បាត់ណាលឿនពេលវេលាអញ្ចឹងបងប្អូនកុំទុកពេលវេលាអត់ប្រយោជន៍1នាទីគឺមានតម្លៃបើខាង business វិញ1នាទីថ្ងៃនេះគឺคล้ายទៅជា1នាទីដែលមានតម្លៃថ្ងៃស្អែកណាបាទអញ្ចឹងសំលុយហើយបើសម័យនេះស្រួលបានសំលុយនេះខាងមុខឲ្យសុទ្ធតែធនាគារយើងបើកតែគណនីទៅសំចាំសំតិចវិលបាទភ្លេចខ្លួនបាន1គីឡូចាក់ស្រាយលោកគ្រូបានសំមួយខែលោកគ្រូសំ 50000 លោកគ្រូដាក់ 50000 បាញ់ចូលកងធនាគារឥឡូវផ្លឹកលោកគ្រូមើលទៅបាន1លានកន្លះបាត់លុយដែលកើតចេញពី 50000 នេះយើងទុកមួយខែ 50000 ឥឡូវកើលោកគ្រូបើកមើលថ្ងៃមុនបាន1លានកន្លះបាត់ 1,50,000 បាត់ដែលកើតចេញពីលុយ 50000 ហ្នឹងហ៎ឃើញលក្ខណៈសំទៅមើលទៅហើយគេឲ្យការប្រាក់ទៀតណាធ្វើប្រម៉ូសិនឲ្យធនាគារបន្តិចទៀតណាបាទនឹងសំលុយទី3ត្រូវចេះសន្សំញាតិស្អីគេសំញាតិទាំងអស់គ្នាទិញត្រីញាតិផ្សារបឹងកុកយកមកសំហ្នឹងហើយសំញាតិទេអត់ទេបើសិនជាយើងស្រឡាញ់បើយើងរៀននេះជាមួយគ្នាត្រូវចេះស្រឡាញ់រាប់អានដាក់ញញឹមដាក់គ្នាមានកាយត្រូវចេះជួយគ្នាអាហ្នឹងឲ្យសំញាតិបើនៅជាមួយអ្នកភូមិផងដបងជាមួយត្រូវចេះរាប់មានអីចែកលេខគ្នាទៅណាបាទទឹកនៅអ្នកភូមិជាមួយគ្នាថាអូខ្ជិលបងអញអាដាមនៅពេញមានរឿងចាំទេប្រាប់គាត់មកជួយបាទពេលមានបញ្ហាមានណាទេទៅមិនតាន់ដាច់ខ្យល់ឯងបាត់អ្នកភូមិណាគេជួយយើងបើអត់ផងមកកន្លែងការងារក៏អញ្ចឹងដែរធ្វើការមួយដៃជួយទេបាទទេអញ្ចឹងត្រូវចេះសំញាតបាទអញ្ចឹងសរុបមកវិញ5ម៉ាត់ចាំអត់បងប្អូនលោកគ្រូសង្កេតឃើញបងប្អូនភាគច្រើនអត់ដែរកត់ដែរអីទេមើលទៅគ្រូក្បាលសុទ្ធតែហំចាំណាវាគ្មិនទាំងអស់មកស្រុកគេ1ម៉ោងគេគិតរត់សិតតែ$1000បានឡើងវាគ្មិនដោយសារអីវាគ្មិនទាំងអស់សិតតែឆ្លងកាត់រៀងសូត្របានចំណេះដឹងនៅបាត់ពិសោធន៍គេមកចែករំលែកអ្វីដែលលោកគ្រូនិយាយសិតតែឆ្លងកាត់មកទាំងអស់ទេលោកគ្រូមើលឃើញទីផ្សារអស់ហើយទេបាទតើបានធ្វើបាន5ចំណុចទៅបងប្អូននឹងទទួលបានជោគជ័យជីវិតហើយបើសិនបើបងប្អូនរៀននៅធីវេតចេញទៅរកស៊ីខ្លាយទៅជាអ្នកមានចង់ខ្លាយជាអ្នកមានទេបងប្អូនបាទត្រូវទៅចង់ត្រូវដាក់គោលដៅមហិច្ឆតារបស់យើងបូកជាមួយការឈឺចាប់តែគេមើងងាយប្រទេសយើងបូកពីរហ្នឹងធ្វើយើងខ្លាយទៅជាតំពាំងមួយដែលមានគុណភាពមានគុណធម៌មានសិលធម៌ណាបាទអញ្ចឹងលោកគ្រូសង្ឃឹមណាថាបងអូននឹងធ្វើបានមើលឥឡូវដើម្បីជាផោះតាងមើលមានសម្លេងអីដើម្បីជាផោះតាងបាទតែដៃមួយដើម្បីជាផោះតាងបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងបាទចែកលេខអរគុណបាទសូមអរគុណសម្រាប់ប្រសាសន៍ឆ្លើយតបរបស់លោកនាយកនិងការចែកចាយនៃបទពិសោធន៍ក៏ដូចជាអនុសាសន៍ល្អជូនអង្គពិធីបាទកម្មវិធីយើងឈានមកដល់កម្មវិធីចុងក្រោយគឺសំណួរចម្លើយបាទសំណួរចម្លើយបងប្អូនដែលមានវត្តមាននៅទីនេះក៏ដូចជាលោកគ្រូអ្នកគ្រូដែលដឹកនាំសិស្សតាវិទ្យាល័យមួយអាចមានសំណួរសួរមកកាន់វាគ្មិនទាំងអស់បានបាទសូមអញ្ជើញបើសិនជាមានចម្ងល់បងប្អូនដែលមានចម្ងល់ចង់សួរសូមលើកដៃបាទក្រុមការងារនឹងយកមីក្រូហ្វូនទៅដល់កន្លែងមកដើម្បីសួរសំណួរបាទរួចរាល់ឡើងបាទសំណួរតាក់ទងនឹងអ្វីដែលវាគ្មិនបានបកស្រាយសំណួរតាក់ទងនឹងការរៀនធីវេតសំណួរតាក់ទងនឹងការរកការងារធ្វើគឺបងប្អូនអាចមានសិទ្ធិសួរបានបាទតើមានឱកាសបាទសូមអញ្ជើញបាទអត់អីឯងបងអាចសួរសំណួរសម្រាប់ខ្លួនឯងក៏បានឧបមាថាបងឯងអត់ដឹងទិសដៅអីរៀនឲ្យបកែលោកគ្រូធ្វើម៉េចខ្ញុំរៀនបកែបើខ្ញុំរកឯងដេញតែកោបងអានេះស្រួលផុតខ្ញុំឲ្យចម្លើយគឺ easy មកចង់ឲ្យរៀនបកែហ៎ទីថាអត់ទៅទិញជីឡូបាមកផឹកដើម្បីជំនួយខួរក្បាលឲ្យបកែមកខ្លួនឯងមិនដែលទិញមេរៀនផងឲ្យបកែមិនកើតបងឆ្ងល់ប្រសាងហ៎តេស្តម្ដងបកែមកលើបតេស្តអត់មានមើលសភៅមើលលេខតេស្តរហូត3ម៉ោងហើយចាំមកលោកមកតេស្តបានប៉ុណ្្នឹងលោកទន្ទឹងដឹងប្រមាណភាសាទេ
cho bọn trong hiện bạc ai mấy bọn đại tinh mê hiện đại tinh rụp của môn kỳ mi xây bột xây tinh tranh xây ở trên phóng cho ai bạc ai cả thoáng ác kê ác cao tê to tay như tật tích ở trắng trong luôn mà khu các bà đấy cái tầm mê lên sốt mà mê ớt chọc phóng lên đây tầm mê muối sốt chọc mình ai bạc ai đấy ta bọn ai miền ấy xuống việc mình còn chọn chào như này sắp tay chấm đây đăng bật thì sao po pin luôn đấy mà bà sân chia ở hiện số to anh nhát ở xe chia lì lẹ so mà dù mà can theo theo đằng an chun hay su việc mình tại dù chun thời bà hai phiêu la han bà thời su to lo chiên mình thời su to lo chiên to mình là can này tí đi ở đây bọn mình dùng số là cú xong cho chia sầm nát mong mà chơi đai mũi sàn đai mũi mà chia cùng ru tay đó mà bà lấy xong chơi bạn cho sân mà muốn được trong cho hai mà có đứa câu họ chạy sọ quay mà ngái ra ba ban sọ mà nhưng dễ bị ấy mà là miền pi nâng mà tại sao không tha nâng chơi chút ba hai tới xu và thái đến bây giờ can được chút ba thiệt mà chưa được bao nhiêu xong thì xưa lo khả năng năng việc mà năng bong nhung mấy sự mua trong số tha cái bộ thơ dương thơ còn đâu ra nơi nơi cái ăn sần hai bữa sân chỉ cho ban cho một sức xa nơi cái sáng tới tại nhưng trong cái thơ ca chỉ một trong hơn bỏ cuộc hoạt nó bàn bạch trăm bạch mà đi thi về thế bà mẹ đấy mà chẳng trong cái thưa ca tại mà đòn bà chẳng bà sân chia bao lọt ban riêng nơi thi về thế trong thưa ca tại mà đón vì ở sai lời của ta pi đai bà thì mũi chỉ mình chủng niên hai nơi chủ cá chỉ mình chủng niên hai bàn tay chưa ọt chọc chủng niên bật khai nơi sả thi về thế chẳng đôi bà việc mình tại buồn rụp miền bờ sang mấy hơi cùng hôn bỏ quát cứ miền ca hạt ca đài chẳng bỏ bao trong hạt ca cứ chừng ai đã bị hạt ca bán hạt ca hai chừng che ở vậy là hạt ca bán chừng anh apply CV thưa ca được tin đầu tài mà đầu anh tìm mùi hay tìm phí hai bà sân chỉ chừng che sạp thôi trong hôn con đã thấy ca lẹ cả nạ sầm bát đôi để qua chưa đấy ai cho bàn bà sân chỉ chừng miền hay trực vụ tu sân là của đó bà sân chỉ chừng ọt miền chủng nhiên tì chừng trong vài đầu ca nghe thưa chừng khai chỉ nè đã miền chủng nhiên chẳng từ thưa cá ba bạc khai tích trên nệm miền chủng miền chẳng bây giờ là ai từ riêng kêu mình tha mình cũng nói ai riêng thi về thì riêng là na có đói ai từ riêng đâm bây ai miền quân là vốn ai cho tốt từ năng lượng là sập bát để chơi được bàn mà sống ở quân bản cuộc ôn này cực thà bạch riêng chủng miếng để thưa cá thì mỗi cái ô đây cáiแบบở những dạng tiền lấy ôn cực là ôi cáiแบบpram chám đập chám tới ôn tới ăn thôi chỉ kia ấy tại sao ấy nó cũng dễ bị thả phải giỏi mấy miền mán thả phải giỏi riêng miền buồn đi muôi anh à cốt cà nghề anh à cốt cà nghề nó là cũng dễ tao nói là cũng dễ sẽ khai pe anh à cốt cà nghề mà sân ôn ai trôn nó miền chấm đây chấm đĩa từ bố cái ao thưa ca bật đó chắc pe ôn thưa ca ban là chám cái gì đầm lại nha và ôn miền sầm mặt thiếp chộp performance bộ này lo càng nghe bộ này nó cái gì đầm lại từ lửa chắc đẹp khai có làm cầm được này đó là con càng gì tôi từ với bà bộ này ông nên chấm đây chấm điên đi mình ai làm từ thời chia thằng đặt lừa cái đặt nòng cái bán này tại sao chưa ông nên chấm điên bởi vì vậy nó chưa ăn skill á chẳng chăm nơi là của miền tìm mỗi cái thằng semi skill worker highly skill worker chắc trôi từ bố cái thằng cầm mà cô chấm điên đi còn nhẹ chấm điên nhẹ cả chấm điên tóm bắp ôn là anh tới chia skill worker song gái ta nè đây miền chấm điền tóm bắp ôn riêng to tiếp highly skill worker nên là làm chỉ chia mê ca cáiคือ highly skill worker cái chấm điền chọn thua chẳng phải khai ôn cứ không cái điền chẳng riêng đó tha ba tam dạng xuống ca nghĩa thì cái cực nọ ta nè để cho cắt riêng nơi thi vết miền giả bắt phước miền phải khai trơn chiến nè đã ọt miền cho cắt hiền thế đằng xa ấy để xa riết vì miền quân sập bắt vì miền tháp phải giáo buôn là cùi dế nữa anh là con cả nghĩa
ជីវភាពរស់នៅបង្កើនផលិតភាពហើយនឹងគុណភាពការងារឃើញប្រយោជន៍4ហ្នឹងហ៎បាទអញ្ចឹងបងប្អូនឯងរៀនអត់ full ទេមានតែធ្វើការអត់ពេញទេអូបានថាបើរៀនធ្វើបាន5ពេលបងប្អូនឯងអត់រៀនធ្វើឲ្យគេបានតែ3ហើយក្រុមហ៊ុនគេមិនចង់ទេគេចង់ធ្វើម៉េចក៏performanceរបស់យើងគឺបានលទ្ធផលល្អលទ្ធផលអ្វីដែលគេចង់បានតោះនេះយើងទាំងអស់គ្នាយើងទៅធ្វើការក៏បានដែរមិនបាច់ចាំមករៀន TVET ក៏បានដែរដូចគ្នាយើងមានច្រកច្រើនណាស់ប៉ុន្តែបើសិនជាបងមករៀន TVET នេះវាជាសាលាមួយដែលរៀនរដ្ឋាភិបាលផ្ដល់នៅអាណត្តិដល់ការទុកចិត្តណាបាទដែលមានគ្រូសិតតែជាគ្រូ professional អញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវដឹងគ្រូនៅក្នុងពិភពលោកគេចែកចេញជា2ទី1គេហៅថាគ្រូ professional គ្រូ professional ថាគ្រូអាជីពមិនគេគ្រូអាជីពជាគ្រូមួយដែលឆ្លងកាត់គរុកសលរៀនវិធីសាស្ត្រផ្ទេរចំណេះដឹងរៀនវិធីធ្វើម៉េចឲ្យសិស្សនឹងចង់រៀនណាបាទគ្រូមួយទៀតគេហៅថាគ្រូ amateur ធ្លាប់ឮទាំងអស់គ្នាគ្រូ amateur ហ្នឹងមិនមែនជាគ្រូអាជីពទេមានន័យថាគាត់រៀនបានខ្ពស់ទៅគាត់គិតថាអូគាត់ចង់ចែកម្លែងចំណេះដឹងគាត់ធ្វើជាគ្រូបង្រៀនទៅប៉ុន្តែគាត់អត់បានឆ្លងកាត់គរុកសលរៀនផ្ទេរចំណេះដឹងមិនទេណាបាទអញ្ចឹងគ្រូនៅវិទ្យាឋាននេះនៅ TVET នេះសិតតែជាគ្រូ professional ណាបាទឡាយចំពោះសិស្សនិស្សិតក៏គេចែកចេញពីប្រភេទដែរសិស្សអីខ្លះមើលបងប្អូនសិស្សប្រុសសិស្សស្រីសិស្ស PD បាទសិស្សក៏គេចែកចេញពីប្រភេទដែរទី1កាយសិស្ស motivated ចឹងសិស្ស motivated ហ្នឹងស្រួលពីណាដោយសារអីសិស្សនឹងគាត់ចង់រៀនស្រាប់ដល់ម៉ោងគឺគាត់ប្រឹងប្រែងអត់តែខកទៅរៀនមានសម្ភារៈសិក្សាគ្រប់គ្រាន់ស្ដាប់ប្រកបគ្រូស្ដាប់បទបញ្ជាផ្ទៃក្នុងរបស់សាលាអញ្ចឹងបើសិនជាសាលាមួយថ្នាក់មួយសម្បូរតែសិស្សទាំងអស់ហ្នឹងប្រភេទទី1គ្រូស្រួលបរៀនណាស្រួលមកគ្រូសប្បាយចិត្តបរៀនហ៎សិស្សប្រភេទទី2គេហៅ demotivated student គេហៅថាសិស្សខ្ជិលមកតែគ្រប់ទេម៉ែដេញពីមុខពីក្រោយបងមកឲ្យភ្លេចសភៅអត់មានបិចម៉ោង7ចូលរៀនឯង7ចង់កន្លះ7 5 10ចូលរៀនណាយើងមើលពួកយើងមានទេប្រភេទទី2តែជាមានពួកគេចែកពិភពលោកហើយចុះពិភពលោកសិស្សពីហ្នឹងទៅកន្លែងណាក៏ដោយអញ្ចឹងឆ្លុះប្រចាំខ្លួនឯងយើងចូលប្រភេទមួយណាឬក៏ពាក់កណ្ដាលប្រភេទទី1ពាក់កណ្ដាលប្រភេទទី2ពាក់កណ្ដាលបាទអញ្ចឹងត្រូវផ្លាស់ប្ដូរឆេងឲ្យបន្ទាន់បើសិនយើងប្រភេទទី2ស្រាច់ហើយបើសិនជាថ្នាក់មួយសម្បូរតែសិស្សប្រភេទទី2ហ្នឹងប្រអិនមករៀនក៏ចេះដែរបាទសភៅក៏គ្មានកត់ណាអូតាបិចតាសេក៏អត់មានបាទមករៀនខកមកអត់ស្ដាប់គ្រូបញ្យល់បល័យគ្រាទៅលួចក្តិចគេមានទូរស័ព្ទបើកទូរស័ព្ទមើលចេះដែរទាំងអស់គ្នាបាទអញ្ចឹងអ្វីដែលប្រភេទទី2ហ្នឹងវាអត់ឆ្លើយតបទៅនឹងអ្វីដែលយើងលោកគ្រូនិយាយខាងដើមការជឿចាប់តែគេមើងងាយលោកគ្រូឆ្លងកាត់គេមើងងាយបានលោកគ្រូដល់ថ្ងៃហ្នឹងណាលោកគ្រូនិយាយពិតបាទរាប់អានមិត្តភ័ក្តិនៅចិត្តផ្ទះគួយគ្រូសាស្ត្រអ្នកមានពេលឃើញយើងអ្នកក្ររាប់គ្រូសាស្ត្រប្អូនគេបងគេចេញដែរហើយមិនរាប់អានវាគេនិយាយប៉ុណ្ណឹងយើងជឿចាប់ដូចយើងអន់ពេកយើងទៅបាទតាំងពីពេលលោកមកលោកគ្រូគិតតែប្រឹងរៀនតែមកណាហើយរយៈពេលខ្ញុំថាយូរហេតុនិយាយខាងដើមតែនេះមកផ្លេតគ្រូរៀនទី12បណ្ដាលោកគ្រូរៀនអង់គ្លេសគេបណ្ដាយើងរៀនអង់គ្លេសគេកើតទេទី12ដល់គ្នាឥឡូវថាទីម៉ានេះបងប្អូនបាទអីត្រូវរៀនតមកដល់ទី12អាចរៀនអង់គ្លេសគេបានបាទអញ្ចឹងលោកគ្រូទី12ហ្នឹងលោកគ្រូរៀនអង់គ្លេសបានលុយអង់គ្លេសទៅដល់គួររៀនថែមពេជ្រគណិតធ្វើមីអីថែមណាបាទជំនាន់លោកគ្រូបង្កើតក្លឹបពួកបានលោកគ្រូ3នាក់ម្នាក់បកកែភាសាចិនម្នាក់បកកែភាសាថៃម្នាក់ទៀតគឺលោកគ្រូគឺភាសាអង់គ្លេសអញ្ចឹងមកអង់គ្លេសលោកគ្រូរៀនអង់គ្លេសដល់ភាសាចិនពួកម៉ាក់លោកគ្រូរៀនដល់ភាសាថៃពួកម៉ាក់មួយទៀតវារៀនបានទៅពេលអញ្ចឹងចេះទាំងអស់អញ្ចឹងលោកគ្រូពីរទៀតលោកគ្រូគ្រាន់ចេះនិយាយលេងបានតែបើយកផ្លូវការបើអង់គ្លេសជា professional អាចផ្លូវការតែណាអញ្ចឹងធ្វើបានតិចចង់ធ្វើឲ្យខ្លួននឹងការរៀនសូត្រវ័យរបស់យើងវិតហើយកដាស់សល្អអញ្ចឹងបើសិនយើងប្រឹងក្រេបជក់ចំណេះដឹងអញ្ចឹងកដាស់របស់យើងពោពេញទៅដោយបទពិសោធន៍ណា
ឲ្យផ្លែផ្កា5ឆ្នាំក្រោយ10ឆ្នាំក្រោយឲ្យផ្លែផ្កាឥឡូវយើងតន់ទេអត់តន់ឃើញណាតន់ទេតោះគ្នាបាទចឹងស្ដាប់បានទេចម្លើយហ្នឹងទទួលយកបានណាបងប្អូនបាទ សូមអរគុណសម្រាប់ប្រសាសន៍ឆ្លើយសំណួររបស់លោកនាយកបាទអញ្ចឹងមើលទៅដូចអត់មានសំណួរសួរទៀតទេបាទអញ្ចឹងកម្មវិធីយើងបានឈានមកដល់ទីបញ្ចប់ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដល់វាគ្មិនទាំងអស់ដែលចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ចូលរួមក្នុងកម្មវិធី TVET លើកទី9ឆ្នាំ2026នេះសូមគោរពជូនពរវាគ្មិនទាំងអស់ជួបប្រទះតែពុទ្ធពរ14ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយនិងសូមគោរពជូនពរលោកគ្រូអ្នកគ្រូសិស្សសានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះសូមមានសុវត្ថិភាពទាំងធ្វើដំណើរទៅវិញទៅមកនិងមានសុភមង្គលគ្រប់គ្រងគ្រួសារបាទសូមអរគុណសូមទាំងដល់បងប្អូនមួយបាទ